ខ្ញុំជាអ្នកស្នងរកនៃគ្រួសារក្រានប៉ុន្តែខ្ញុំត្រូវបានបដូរពីកំណើតដោយមេដោះម្នាក់បន្ទាប់ពីខ្ញុំត្រឡប់មកវិញខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយគ្រួសារក្រានដោយសម្ងាត់ខ្ញុំបានធ្វើឲ្យពួកគេល្បីឈ្មោះនិងមានទ្រព្យសម្បត្តិខ្ញុំបានបន្ទាបខ្លួនរហូតដល់ដីដើម្បីទទួលបានសេចក្តីស្រឡាញ់ពីគ្រួសារបន្តិចបន្តួចប៉ុន្តែអ្វីដែលគ្រួសារក្រានឲ្យខ្ញុំគឺជាដៃដែកគឺជាគុកគឺជារដូវរងាត្រជាក់ខ្លាំង5ឆ្នាំស្រីពៅគ្រួសារអ្នកមកទទួលអ្នកហើយតើខ្ញុំមិនបានផ្ញើសម្លៀកបំពាក់ឲ្យអ្នកទេអ្នកមិនពាក់ទេអ្នកចង់ធ្វើឲ្យគេអាណិតអ្នកណាសម្លៀកបំពាក់ខ្ញុំមិនដែលទទួលសម្លៀកបំពាក់ណាមួយទេខ្ញុំកំពុងនិយាយជាមួយអ្នកអញ្ចឹងអ្នកទៅគុកមួយរយៈគ្មានអ្នកណាធ្វើបាបអ្នកទេហេតុអ្វីបានជាអ្នកទន់ខ្សោយម្ល៉េះក្រោកឡើងឥឡូវនេះវុធីត្រឡប់មកវិញហើយតើអ្នកយកអ្វីល្អមកឲ្យខ្ញុំនេះឲ្យអ្នកអរគុណវុធីអង្គុយចុះវុធីអ្នកប្រកាសជានឿយហត់ពីការងារថ្ងៃនេះបែរខ្នងមកឲ្យខ្ញុំម៉ាស្សាស្មាអ្នកបានតើមានអារម្មណ៍ល្អទេស្រីពៅកុំធ្វើជាមនុស្សមិនដឹងគុណខ្ញុំល្អគ្រប់គ្រាន់ដែលនាំអ្នកមកផ្ទះហើយអ្នកមកធ្វើមុខដាក់ខ្ញុំមើលទៅដូចជា5ឆ្នាំនៅក្នុងគុកមិនបានបង្រៀនអ្នកឲ្យចេះទទួលស្គាល់កំហុសទេខ្ញុំបានទទួលស្គាល់កំហុសរបស់ខ្ញុំហើយខ្ញុំខុសតែចង់បានគ្រួសារដែលមិនមែនជារបស់ខ្ញុំស្រីលាក់កូនស្រីមានរឿងអីនេះដុំធំមួយនេះឯងមិនអីទេកំហុសរបស់ខ្ញុំគឺបន្ទាប់ពីត្រូវគេដាក់បន្ទុកនៅតែសង្ឃឹមថាមានគេជឿខ្ញុំម៉ាក់ប៉ាបងប្រុសខ្ញុំពិតជាមិនបានលួចទិន្នន័យសំខាន់របស់ក្រុមក្រានទេវាគឺស្រីលាក់ឯងហ៊ានដាក់បន្ទុកលើស្រីលាក់អីចូលទៅកាយខ្លួនឯងកុំចេញមកដរាបណាឯងមិនទាន់កាយខ្លួនទេខ្ញុំមិនបានលួចវាទេកំហុសរបស់ខ្ញុំគឺបន្ទាប់ពីចូលគុកនៅតែរំពឹងថាពួកគេនឹងអាណិតបន្តិចល្អហើយដែលឯងដឹងកំហុសពេលឯងទៅដល់ផ្ទះឃើញម៉ាក់ប៉ានិងស្រីលាក់កុំធ្វើមុខក្រៀមក្រំធ្វើឲ្យពួកគេមិនសប្បាយគួរឲ្យអស់សំណើចក្នុងគ្រួសារក្រានខ្ញុំកូនស្រីបង្កើតរបស់ពួកគេថែមទាំងតិចជាងកូនចិញ្ចឹមទៀតញាតិសាឡោហិតចាត់ទុកខ្ញុំដូចជាដីសេចក្តីស្រឡាញ់និងការថែទាំដែលពួកគេគួរតែផ្ដល់ឲ្យខ្ញុំសុទ្ធតែទៅឲ្យនាងទុកចោលបើម៉ាក់ប៉ាមិនទូចចង់ជួបឯងទេខ្ញុំមិនមកទទួលរបស់ចិត្តខ្មៅដូចឯងទេព័ត៌មានបន្ទាន់ការប្រកួតកម្មវិធីកុំព្យូទ័រអន្តរជាតិដែលធ្វើឡើងរៀងរាល់3ឆ្នាំម្ដងនឹងចាប់ផ្ដើមនៅក្រុងនីងនៅពេលនោះអ្នកជំនាញកម្មវិធីមកពីជុំវិញពិភពលោកនឹងមកជួបជុំគ្នា5ឆ្នាំការប្រកួតកម្មវិធីកំពុងចាប់ផ្ដើមម្ដងទៀតឯងអាទិត្យអ្នកទោសឯងដឹងអីអំពីកម្មវិធីព្រឹត្តិការណ៍កម្រិតខ្ពស់បែបនេះគឺសម្រាប់តែអ្នកដែលឆ្លាតនិងពូកែដូចស្រីលាក់អ្នកដូចនាងមានសិទ្ធិចូលរួមបាក់ឡានបាទ កុំធ្វើរឿងឈួតនៅមុខខ្ញុំអីលោកកុមារក្រានជើងរបស់ស្រីពៅនាងឈឺតើឯងធ្វើវាដោយចិត្តណាមែនទេធ្វើឲ្យខ្លួនឯងឈឺដោយចិត្តណា
រួចសម្ដែងរឿងនេះដើម្បីឲ្យអ្នករាល់គ្នាគិតថាឯងត្រូវគេធ្វើបាបមែនទេ បើខ្ញុំប្រាប់ហើយឯងជឿទេនៅក្នុងភ្នែកឯងខ្ញុំជាមនុស្សអាក្រក់ហើយហេតុអ្វីត្រូវធ្វើឲ្យខ្លួនឯងអាម៉ាស់ ខ្ញុំ ស្រីពើមកវិញហើយឬស្រីពើឯងបន្ទោសម៉ាក់ឬទាំងអស់គឺកំហុសរបស់ម៉ាក់ឯងអត់ទោសឲ្យម៉ាក់បានទេម៉ាក់ជំងឺបេះដូងរបស់ម៉ាក់មិនគួរក្តៅក្រហាយទេស្រីពើប្អូនខុសតាំងពី5ឆ្នាំមុនប្អូនជាអ្នកបំផ្លាញជីវិតបងបើបងខឹងសូមខឹងនឹងប្អូនកុំខឹងនឹងម៉ាក់ស្រីលាក់ឯង ស្រីពៅអញធ្វើរឿងអ៊ូអមមិនគ្រប់គ្រាន់ទេ5ឆ្នាំមុនអញទទួលបានអ្វីដែលសមនឹងឯងកុំធ្វើជាធំតែព្រោះម៉ាក់មានចិត្តទន់ស្រីពៅសុំទោសសម្ដាយនឹងស្រីលាក់ទៅ ខ្ញុំមិនបាននិយាយអីទេខ្ញុំមិនបានធ្វើអីទេតែលោកក្រានឲ្យខ្ញុំសុំទោសតើនេះជាតវិជាអី ឯងហៅខ្ញុំថាអីលោកក្រានអញហ៊ាននិយាយជាមួយប៉ាបែបនេះខ្ញុំនេះអូចេញឲ្យឆ្ងាយស្រីពៅទុកគាត់ចោលគាត់ជាប្អូនប្រុសរបស់ឯងត្រូវតែធ្វើឲ្យគ្រួសារនេះរញ៉េញ៉ៃទើបពេញចិត្តឬ អរគុណប្អូនប្រុសជាទីស្រឡាញ់តែជួយស្រីលាក់សងសឹកដោយរុញខ្ញុំចុះពីលើជណ្ដាលអរគុណលោកនិងលោកស្រីក្រានដែលជឿតែពាក្យស្រីលាក់ហើយចោទប្រកាន់ខ្ញុំថាលួចអាចកំបាំងក្រុមហ៊ុនតាក់លើខ្ញុំជាប់គុក5ឆ្នាំពីបទដែលខ្ញុំមិនបានធ្វើចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចាក់ចេញពីគ្រួសារក្រានដោយស្ម័គ្រចិត្តខ្ញុំមិនចង់ជាប់តាក់ទងជាមួយពួកក្រានទៀតទេ អ្នកចង់កាត់ចំណងជាមួយគ្រួសារក្រានមែនទេនេះគ្រាន់តែជារឿងមិនសមហេតុផលទេស្រីពើខ្ញុំដឹងថាអ្នកគ្រាន់តែខឹងប៉ុណ្ណោះតើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យអ្នកលែងខឹងខ្ញុំអាចធ្វើអ្វីក៏បានសូម្បីតែឆ្លងភ្លើងឆ្លងទឹកល្អស្រីពៅអ្នកកំពុងខឹងនឹងយើងអ្នកចង់ត្រឡប់មកសងសឹកយើង លោកក្រានអ្នកគិតច្រើនពេកហើយខ្ញុំគ្រាន់តែចង់ត្រឡប់មកកន្លែងដែលខ្ញុំជាកម្មសិទ្ធិយោពមស្រីពៅអ្នកក្លាហានណាស់ចាប់ពីថ្ងៃនេះទៅចេញពីគ្រួសារក្រានទៅឆ្ងាយ តារា លោកក្រានមានរឿងអីហើយលោកចាស់ស្រាប់តែឈឺហើយទូចង់ជួបកញ្ញាស្រីពៅ ពូអ្នកបំរើតើលោកតាមានរឿងអី កញ្ញាស្រីពៅលោកម្ចាស់ចាស់បានរងចាំអ្នកត្រឡប់មកវិញក្នុងរយៈពេល5ឆ្នាំកន្លងមកមិនមានមួយថ្ងៃទេតែគាត់មិនបន្ទោសខ្លួនឯង ឆាប់នាំខ្ញុំទៅជួបលោកតា កញ្ញាស្រីពៅជើងអ្នកមកខ្ញុំនឹងនាំអ្នកទៅព្យាបាល ដូច្នេះស្រីពៅរបួសធ្ងន់ណាស់ហើយគ្មាននរណាម្នាក់យកចិត្តទុកដាក់នាងទេស្រីពៅម៉ាក់ស្រីពៅ អ្នកដឹងថាជើងប្អូនស្រីអ្នករបួសខ្ញុំគិតថានាងធ្វើពុតឈឺដើម្បីធ្វើជាអ្នករងគ្រោះក្មេងនឹងងងនាងជាប្អូនស្រីរបស់អ្នកលោកចាស់បានកែប្រែឆន្ទៈរបស់គាត់កាលពីប៉ុន្មានថ្ងៃមុនឥឡូវស្រីពៅជាកូនស្រីស្នេហារបស់គាត់អ្នកមិនគួរប្រមាថនាងទេយល់ទេអ្នកជាអ្នកស្នងមរតករបស់គ្រួសារក្រានកុំធ្វើខុសនៅពេលដ៏សំខាន់នេះបាទប៉ាតាស្រីពៅនៅទីនេះតាស្រីពៅកូនបានឆ្លងកាត់រឿងជាច្រើនហើយកូនល្អនេះជាអំណោយរបស់តាសម្រាប់កូននេះជាវីឡានៅសួនច្បារជាងហៃវាត្រូវបានផ្ទេរទៅក្នុងឈ្មោះកូនហើយនិងខ្សែថ្មពណ៌បៃតងនេះវាតំណាងឲ្យភាគហ៊ុន 45% របស់តានៅក្នុងក្រុមក្រាន
តាកូនមិនអាចទទួលយកវាបានទេកូនគ្រាន់តែចង់ឲ្យដារស់នៅបានយូរនិងមានសុខភាពល្អ កូនល្ងងនៅក្នុងចិត្តរបស់តាកូនជាអ្វីដែលមានតម្លៃបំផុតក្មេងអាក្រក់ទាំង3នាក់នោះគិតថាគេសំនឹងទទួលមរតទេសុបិនទៅចុះ តាស្ថានភាពរបស់តាមិនល្អទេកូនត្រូវរងចាំរហូតដល់ក្រោយការវះកាត់របស់តារហូតដល់តាធូរស្រាលទើបកូនចេញទៅកូននឹងនៅទីនេះ3 ខែទៀត ស្រីពៅដរាបណាកូនសប្បាយតាក៏ស្ងប់ចិត្តដែរបើកូនមិនយកទេអញ្ចឹងកុំមកជួបតាទៀត អើយតាកូននឹងយកវីឡាចំណែកខ្សែថ្មពណ៌បៃតងវិញកូននឹងទុកវាដោយសុវត្ថិភាពសិន ស្រីពៅវាសម្រាប់កូនកូនទុកវាចុះចាំទុកគុំឲ្យអ្នកណាម្នាក់ក្នុងគ្រួសារក្រានដឹងជាពិសេសបងប្រុសច្បងរបស់កូន តាបងប្រុសច្បងរបស់ខ្ញុំនិងខ្ញុំបានមកជួបតាកូននឹងមកវិញថ្ងៃក្រោយ ចង្គៀងនេះតំណាងឲ្យថាមិនថាមានរឿងអ្វីក៏ដោយអ្នកនឹងរងចាំឲ្យខ្ញុំត្រឡប់មកវិញ អ្នកចូលចិត្តវាទេ កុំបារម្ភអីវុធីខ្ញុំនឹងទុកវាដោយសុវត្ថិភាពពេញមួយជីវិតរបស់ខ្ញុំប៉ុន្តែគ្រួសារនេះមិនដែលទទួលយកខ្ញុំពិតប្រាកដទេសូម្បីតែមួយថ្ងៃឥឡូវខ្ញុំលែងខ្វល់ទៀតហើយនាងមីងអ្នកយកវាពីណាមកនាងស្រីពៅកំពុងសម្អាតបន្ទប់របស់គាត់ហើយបោះវាចោលអញ្ចឹងសូមឲ្យខ្ញុំយកវាទៅខ្ញុំនឹងដោះស្រាយវាអើយពុទ្ធីខ្ញុំទើបតែឃើញស្រីពៅបំបែកចង្គៀងកែវនេះហើយបោះវាចូលក្នុងធុងសម្រាមខ្ញុំមានអារម្មណ៍អាណិតណាស់ដូច្នេះខ្ញុំក៏យកវាមក ស្រីពៅពិតជាបោះចោលចង្គៀងកែវនេះមែន កុំបារម្ភអីវុធីខ្ញុំពិតជានឹងទុកវាដោយសុវត្ថិភាពជារៀងរហូតមែនវាពិតជាស្អាតណាស់ហើយនាងមិនមែនគ្រាន់តែបោះវាចោលទេប៉ុន្តែក៏ម៉ាស៊ីនលេងហ្គេមវីយូឡុង វត្ថុទាំងនោះពីខ្ញុំបងប្រុសទី2និងទី3ជាអំណោយសម្រាប់នាង ពុទ្ធីកុំខឹងអីស្រីពៅគ្រាន់តែខឹងខ្ញុំនាងពិតជាមិនស្អប់អំណោយទេ អ្នកណាខ្វល់ថានាងចូលចិត្តរត់រឿងរូនណាស់អញ្ចឹងនាងមិនគួរប៉ះវត្ថុណាមួយពីគ្រួសារក្រានទេ លោកកុមារអ្នកទីបំផុតបានលើកទូរស័ព្ទហើយ នៅស្ងៀម សុំទោសលោកកុមារតើការសម្រាករបស់អ្នកយ៉ាងម៉េចដែរ កុំហៅខ្ញុំថាលោកកុមារ ពេលណាក៏ជាលោកកុមារជារៀងរហូតលោកកុមារខ្ញុំបានចូលប្រកួតរ៉ូបូតអន្តរជាតិហើយត្រូវគេសាច់ដាក់ពីបរទេសខ្ញុំចង់សុំអ្នកចេញមកជួយខ្ញុំកែលម្អរ៉ូបូតសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ក្នុងមួយខែទៀតដើម្បីខ្លួនខ្ញុំនិងប្រទេសរបស់ខ្ញុំបញ្ជាក់ពីសមត្ថភាពរបស់យើងកុំបារម្ភខ្ញុំនឹងមិនឲ្យអ្នកធ្វើការដោយឥតឈ្នួលទេខ្ញុំអាចចំណាយលុយអ្នកបាន1លាន10លានទោះបីខ្ញុំដឹងថាវាមិនត្រឹមត្រូវទេក្នុងការសុកប៉ានលោកកុមារដូចអ្នកដោយលុយ ខ្ញុំដឹងថាអ្នកនឹងបដិសេធ ខ្ញុំនឹងទទួលយកប្រាក់ឈ្នួល ចាំបន្តិចអីអ្នកព្រមព្រៀងល្អណាស់ កញ្ញាស្រីពៅលោកស្រីក្រានកំពុងហៅអ្នកឲ្យមកញ៉ាំបាយមកហើយខ្ញុំនឹងទូរស័ព្ទទៅអ្នកក្រោយ បាទលោកកុមារខ្ញុំនឹងរងចាំ ស្រីពៅញ៉ាំបាយ វុធី
ឯងជាអ្នកដែលមិនចង់បានអ្វីពីគ្រួសារក្រានចឹងកុំញ៉ាំបាយរបស់គ្រួសារក្រានដែរវុធីសុំទោស ស្រីពើខ្ញុំអង្វរអ្នកឈប់ខឹងដាក់បងប្រុសយើងដោយសារខ្ញុំទៅ ស្រីលក្ខក្រោកឡើងឯងមិនបាច់ធ្វើបែបនេះដើម្បីអញទេ មានរឿងអី ម៉ាក់ស្រីពើយកអំណោយដែលយើងឲ្យនាងវាបំបែកអស់ហើយគប់ចោលក្នុងធុងសម្រាមនាងនៅតែចង់គំនុំនាងចង់សងសឹកយើងទាំងអស់គ្នា ស្រីពើម៉ាក់ជឿថាស្រីពើជាកូនល្អស្រីពើមិនមានចេតនាបង្កបញ្ហាទេស្រីពើនិយាយអ្វីមកអំណោយទាំងនោះច្បាស់ជាមិនមែនស្រីពើគប់ចោលដោយចេតនាទេមែនទេបាទខ្ញុំបានធ្វើសម្អាតឲ្យលឿនរៀបចំកន្លែងថ្មីឲ្យស្រីពើ កុំឲ្យនាងញ៉ាំអីមែនអញជាអ្នកមើងងាយយើងទេមើលចុះថាអញអាចទប់អាកប្បកិរិយានោះបានយូរប៉ុណ្ណា ហាក់ដូចជាថ្ងៃនេះយើងមិនបានបាយទេអាក្រក់ណាស់ខ្ញុំមិនបានផឹកទឹកមួយដំណក់ទេពេញមួយថ្ងៃជាតិស្ករក្នុងឈាមខ្ញុំជិតធ្លាក់ហើយស្រីពើអូនមិនអីទេ ធ្វើពុតនៅតែធ្វើពុត5ឆ្នាំនៅក្នុងពន្ធនាគារហើយអ្វីដែលអញរៀនបានគឺគ្រាន់តែធ្វើជាជនរងគ្រោះ ឯងខ្ញុំចង់ញ៉ាំបាយបើធៀបនឹងអ្វីដែលខ្ញុំឆ្លងកាត់ក្នុងពន្ធនាគារនេះមិនមែនជាអ្វីទេល្អណាស់ដែលខ្ញុំបានរៀបចំស្ករគ្រាប់ខ្លះទុកមុនស្រីពើឯង ពុទ្ធីម៉េចឯងហ៊ានប្រព្រឹត្តនឹងប្អូនស្រីឯងយ៉ាងនេះនាងរងទុក្ខគ្រប់គ្រាន់ហើយក្នុងរយៈពេល5ឆ្នាំនៅក្នុងពន្ធនាគារ អាកំផិតបើតាចាស់ឯងដឹងពីរបៀបដែលឯងប្រព្រឹត្តនឹងស្រីពើតើឯងនៅចង់រក្សាតំណែងជាអ្នកស្នងតំណែងទៀតឬខ្ញុំក៏មិនចង់ដែរបន្តិចទៀតទៅសុំទោសស្រីពើបើរឿងនេះទៅដល់តាចាស់កុំបន្ទោសខ្ញុំថាតឹងរឹងប៉ា3ថ្ងៃទៀតគឺពិធីបុណ្យខួបកំណើតរបស់លោកស្រីចាហ្វិតដែលជាកំពូលនៃគ្រួសារធំទាំង4នៅរាជធានីឯងនិងស្រីលក្ខនឹងមកជាមួយខ្ញុំដើម្បីជូនពរខួបកំណើតបន្ទាប់មកយើងនឹងពិភាក្សានៅផ្ទះគ្រួសារស៊ីនក្លែអំពីការភ្ជាប់ពាក់ព័ន្ធរបស់ស្រីលក្ខនិងសវណ្ណឲ្យស្រីពើមកដែរកុំឲ្យអ្នកក្រៅមានហេតុផលនិយាយដើមទិញរ៉ូបឲ្យនាងយល់ហើយខ្ញុំនឹងធានាថាស្រីពើត្រូវបានរៀបចំយ៉ាងល្អ អូអ្នកទាំងពីរតារាបងស្រីពិតជាឆ្លាតមែនគ្រាន់តែញ៉ាំស្ករគ្រាប់បន្តិចក៏ធ្វើឲ្យប៉ាអាណិតនាងអូនអាណិតបងណាស់ត្រូវប៉ាស្ដីបើតាចាស់ដឹងទោះនឹងធ្ងន់ជាងនេះទៀតបងគិតថាបងស្រីធ្វើដោយចេតនាទេនាងធ្វើដោយចេតនាបើនាងគ្រាន់តែនិយាយស្រទន់បន្តិចនាងនឹងបានបាយនាងព្យាយាមរៀបចំខ្ញុំដោយធ្វើជាជនរងគ្រោះសុបិនទៅចុះហេបោះបង់ការកុំងរោបរបស់ស្រីពៅនិងការរៀបចំអំណោយកញ្ញាក្រានអ្នកគ្រប់គ្រងផ្ទះមិត្តចាស់របស់តាខួបកំណើតខិតជិតមកដល់ហើយគាត់សុំឲ្យអ្នកទៅអបអរសាទរខួបកំណើតមិត្តចាស់នោះនេះជាអំណោយខួបកំណើតសូមធ្វើឲ្យប្រកាសថាប្រគល់វាដោយផ្ទាល់អ្នកគ្រប់គ្រងផ្ទះមិត្តចាស់ដែលលោកនិយាយគឺយាយហ្វុតពីគ្រួសារហ្វុតមែនទេស្រីពៅអ្នកពិតជាចេះយល់ណាស់អញ្ចឹងខ្ញុំនឹងយកអំណោយទៅប្រកាសតើអ្នកមកធ្វើអីនៅទីនេះឯងគិតថាខ្ញុំចង់មកកន្លែងអីពីមុខនេះម៉ាក់គាត់ឲ្យខ្ញុំប្រាប់ឯងថ្ងៃស្អែកម៉ោង 9 កន្លះមកប្រជុំគ្នានៅបន្ទប់ទទួលភ្ញៀវកុំឲ្យយឺត
ព្រោះខ្ញុំគ្មានរោគបាល់ខ្ញុំនឹងពាក់រ៉ូបដែលខ្ញុំពាក់ពេលខ្ញុំចេញពីគុកវាជានិមិត្តរូបនៃការកើតជាថ្មីរបស់ខ្ញុំតើអ្នកឃើញលោកលូអ៊ីនិងលោកស្រីលូអ៊ីទេលោកម្ចាស់និងអ្នកឯទៀតបានចាក់ចេញតាំងពីយូរហើយមនុស្សខ្លះដេកមិនចេះដឹងពេលវេលាទេធ្វើឲ្យគ្រប់គ្នាចាំវាតែម្នាក់វាដូចជាស្រីលាក់មានចេតនាប្រាប់ម៉ោងខុសល្បិចបែបនេះក៏នៅតែអាក្រក់ដូចរាល់ដងញ៉ាំតាយឺតណាស់ហើយហេតុអីស្រីពើមិនទាន់មកខ្ញុំនឹងទូរស័ព្ទទៅនាងមានអ្នកណាមានលេខស្រីពើទេខ្ញុំក៏គ្មានលេខស្រីពើដែរស្រីលាក់មិនចង់ទៅជាមួយយើងមកយឺតដោយចេតនានាងតែងតែបង្កបញ្ហាកុំចាំទៀតពិធីនេះមិនមែនជាអ្វីដែលនាងសមនឹងចូលរួមទេនេះជាស្រីពើស្រីពើទៅណាមកដឹងទេម៉ាក់មិនទាន់បានញ៉ាំបាយពេលព្រឹកចាំអ្នកទេស្រីលាក់ជាអ្នកប្រាប់ខ្ញុំឲ្យមកប្រជុំគ្នានៅបន្ទប់ទទួលភ្ញៀវម៉ោង 9 កន្លះខ្ញុំចុះមកពីលើមុន10នាទីហើយអ្នកទាំងអស់គ្នាក៏បាត់អស់ហើយស្រីលាក់មានរឿងអីតើឯងពិតជាបានប្រាប់ស្រីពើម៉ោងខុសដោយចិត្តណាមែនទេខ្ញុំច្បាស់ជាប្រាប់ម៉ោង 8 កន្លះមីងក៏នៅទីនោះដែរបើមិនជឿអាចសួរមីងបានបងស្រីពើខ្ញុំដឹងថាអ្នកមិនចូលចិត្តខ្ញុំទេបើអ្នកនៅតែថាវាជាកំហុសខ្ញុំអញ្ចឹងខ្ញុំសុំទោសស្រីពើឯងពិតជាមានល្បិចណាស់ស្រីលាក់តែងតែចោះចាញ់ឯងបែរជាយកកំហុសរបស់ឯងទៅដាក់លើអ្នកដទៃទៀតខ្ញុំព្រមានឯងបើឯងធ្វើឲ្យស្រីលាក់មិនសប្បាយចិត្តម្ដងទៀតកុំបន្ទោសខ្ញុំថាអសុរោះប្រាប់អ្វីក៏អ្នកមិនជឿដែរបងស្រីពើតើបងបានឲ្យពុកពីណាបងមិនមែនទៅលួចគេមកទេស្រីពើដល់ក្រោយជាប់គុក5ឆ្នាំមិនទាន់កាយខ្លួនទេនៅតែលួចគេទៀតតើជាអ្នកឲ្យខ្ញុំលោកស្រីក្រាននិងលោកក្រានតើអ្នកមិនស្គាល់ឪពុកនេះទេនេះជាជាតិសម្ផស្សម៉ាក់តើជាតិសម្ផស្សអ្វីតើស្រីពើអាចមានលទ្ធភាពពាក់សម្លៀកបំពាក់ប្រណិតបែបនេះនាងច្បាស់ជាលួចវាមកកុំនិយាយឥតប្រយោជន៍នេះគឺជារបស់លោកកុមារគូនៀនឈុតឈីប៉ាវថ្នាក់ខ្ពស់ដ៏ល្បីល្បាញបំផុតកាលពីមុនវាត្រូវបានធ្វើជាពិសេសសម្រាប់ជីដូនរបស់អ្នកឈុតនេះតែមួយមានតម្លៃរាប់សិបលានលោកស្រីចាស់កាលពីមុននៅក្នុងពិធីជប់លៀងរបស់រដ្ឋធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលតើបាននិយាយតែថាគាត់រៀបចំឈុតមួយសម្រាប់ខ្ញុំមិននឹកស្មានថាវាមានតម្លៃដល់ម្លេះទេអីតើពិតជាឲ្យវាដល់នាងមែនឬដោយសារដារបស់អ្នកឲ្យតម្លៃអ្នកហើយបានឲ្យឈុតឈីប៉ាវនេះដល់អ្នកត្រូវប្រុងប្រយ័ត្នក្នុងពាក្យសម្ដីនិងទង្វើកុំបង្កបញ្ហាឲ្យគ្រួសារក្រានយល់ទេអញ្ចឹងពិធីជប់លៀងចិត្តចាប់ផ្ដើមហើយតោះចូលទៅនៅតែគ្មានដានរបស់ឬទេសុំទោសនៅពុំទាន់ទេក្នុងរយៈពេល5ឆ្នាំកន្លងមកទេពកសអិចឈ្មោះរ៉ែនមិនដែលបង្ហាញមុខទេឬកំពុងតែនៅលើបណ្ដាញអូទេខ្ញុំកំពុងត្រូវបានតាមដានម្ដងទៀតតើវាមិនមែនត្រឹមតែ6ឆ្នាំមុនទេតែខ្ញុំបានវាយគាត់ម្ដងហើយអ្វីគាត់មិនទុកវាចោលលោកទីតាំងបង្ហាញថាគាត់នៅតែ Hay Garden ហើយអ្វីបានជាមានភេងច្រើនម្លេះភ្លាមតើមួយណាជាការពិត5ឆ្នាំនៅតែមានល្បិចដូចដើមមិនអីទេបើគាត់អាចត្រូវបានអ្នកចាប់គាត់ក៏មិនមែនជារដែរយកប្រវត្តិរបស់បុរសទាំងអស់មកឲ្យខ្ញុំតែបានចូលតែ Hay Garden ថ្ងៃនេះលើកនេះ
ខ្ញុំនឹងចាប់រ៉ែម ល្អណាស់ដែលខ្ញុំប្រតិកម្មលឿនបើមិនដូច្នោះទេនឹងចាប់ខ្ញុំបាន លោកកុមារវាអភ័ណ្ឌណាស់ហេតុអ្វីលោកមិននិយាយ យើងអាចនៅកន្លែងតែមួយ អួយព្រះលោកកុមារលោកក៏នៅទីនេះដែរដូច្នេះមកត្រង់បន្ទប់ធ្វើការនៅជាន់ទី2ជណ្ដើរយន្តខាងកើតខ្ញុំបានឲ្យសិទ្ធិចូលប្រើរួចហើយ កូនសិស្សថោកនោះគឺជាលោកហ្វិតអូខេ ស្ទើលីងឯងណែណាកុំលេងលាក់ខ្លួនជាមួយខ្ញុំអីខ្ញុំសន្យាខ្ញុំនឹងមិនធ្វើអីខុសទៀតទេខ្ញុំសុំទោសស្ទើលីង នេះហើយនាង ចាន់បានអញ្ជើញខ្ញុំសុំទោសខ្ញុំគិតថាខ្ញុំឡើងជាន់ខុសហើយ ចេញទៅ ស្រីលាក់ហេតុអ្វីនាងមកទីនេះនាងមិនទាន់ឈប់តាមបងប្រុសខ្ញុំទៀតទេនាងមិនសមនឹងចងស្បែកជើងបងប្រុសខ្ញុំទេកុំនិយាយបែបនេះនាងនៅតែជាក្រានដែរស្រីលាក់អូនចិត្តល្អពេកហើយភ្លេចហើយថានាងតាមបងប្រុសខ្ញុំយ៉ាងអៀនខ្មាស់ប៉ុណ្ណាមើលខ្ញុំបង្រៀននាង ស្រីពៅអញទៅណាមកនេះជាផ្ទះហ្វិតគ្មានកន្លែងសម្រាប់រឿងរញ៉េញ៉ៃរបស់អញទេមកជាមួយខ្ញុំ លេងបងស្រីពៅតាមបងរហូតដល់ពិធីខួបកំណើតគ្រូសាហ្វិតនាងមិនដឹងទេថាបងនិងស្រីលាក់បានភ្ជាប់ពាក្យហេតុអ្វីនាងនៅតែជាប់នឹងបងដូចកែវស្រីនេះជាអ្នកណាគាត់មានគូដណ្ដឹងច្បាស់លាស់ហើយហេតុអ្វីនាងមិនព្រមលែងមែនហើយអៀនខ្មាស់ណាស់ ស្រីពៅអញមកដែរ លោកជាអ្នកណានាងមិនស្គាល់បងប្រុសគាត់ច្បាស់ទេហើយមកនិយាយរឿងមិនពិត ការច្រណែនរបស់ស្រីពិតជាគួរឲ្យខ្លាចហើយនាងហៅខ្លួនឯងថាជាអ្នកស្នំរត់ផងអៀនខ្មាស់ណាស់ស្រីពៅហ៊ាននិយាយថាមិនស្គាល់បងប្រុសខ្ញុំសុំទោសមនុស្សមិនសំខាន់ខ្ញុំមិនចាំទេ មិនអីទេខ្ញុំមិនខ្វល់ទេស្រីពៅយូរហើយមិនបានជួប លោកស៊ីនក្លែសូមលោកកាន់ខ្លួនឲ្យបានត្រឹមត្រូវសូវ៉ាន់អតីតគូដណ្ដឹងរបស់ខ្ញុំធ្លាប់គិតថាគាត់នឹងយល់នឹងការពារខ្ញុំ ស្រីពៅខ្ញុំដឹងថាពានរង្វាន់របស់ស្រីលាក់មិនមែនអញបំបែកទេអនាគតកុំទៅលាក់ខ្លួនយកម្នាក់ឯងទៀតបើមានរឿងអីមករកខ្ញុំចុះយល់ទេ ប៉ុន្តែពេលខ្ញុំត្រូវគេចោទប្រកាន់និងចាប់ដាក់គុក ស្រីពៅការធ្វើខុសមិនគួរឲ្យខ្លាចទេដរាបណាអញទទួលស្គាល់កំហុសនិងកែប្រែអ្នករាល់គ្នានឹងអត់ទោសឯង គាត់ជ្រើសរើសឈរជាមួយស្រីលាក់ជាមួយគ្រួសារក្រានពួកគេសង្កត់សង្កិនឲ្យខ្ញុំសារភាពសូវ៉ាន់កុំខ្វល់នាងបន្ទាប់ពីនាងត្រឡប់មកវិញក្នុងរយៈពេល5ឆ្នាំនេះបុគ្គលិកលក្ខណៈរបស់នាងបានផ្លាស់ប្ដូរច្រើន មិនអីទេស្រីពៅធំឡើងហើយវាជារឿងធម្មតាដែលនិស្ស័យរបស់នាងផ្លាស់ប្ដូរលោកស្រីចាស់ហ្វតបានមកដល់ លោកស្រីចាស់ហ្វតនៅទីនេះនៅក្នុងគ្រួសារហ្វតពាក្យសម្ដីរបស់នាងគឺជាច្បាប់អ្នកណាដែលសង្ឃឹមចង់ធ្វើការជាមួយក្រុមហ្វតគ្រាន់តែត្រូវការពាក្យរបស់នាងប៉ុណ្ណោះមកតោះយើងបង្ហាញអំណោយរបស់យើង ប៉ាតើយើងគួរផ្ញើអំណោយរបស់យើងដែរឬទេតោះទៅ
លោកស្រីចាស់ហ្វតនេះគឺជាគ្រឿងអលង្ការត្បូងថ្មពណ៌បៃតងអធិរាជមួយឈុតពីតារានិងខ្ញុំសូមឲ្យសុភមង្គលរបស់លោកស្រីធំធេងដូចសមុទ្រខាងកើតនិងអាយុយឺនយូរដូចភ្នំខាងត្បូងនេះគឺជាជៀនសេងព្រៃអាយុ500ឆ្នាំសូមជូនពរលោកស្រីមានសុខភាពល្អនិងអាយុយឺនយូរសុខសាន្តនិងសំណាងល្អលោកស្រីចាស់ហ្វតខ្ញុំបានរៀបចំរឿងនេះជាពិសេសសម្រាប់លោកស្រីរូបគំនូរស្រនិងសត្វក្រៀលដែលតំណាងឲ្យអាយុយឺនយូរសូមឲ្យលោកស្រីទទួលបានពរជ័យនិងអាយុយឺនយូរនិងមានអាយុ100ឆ្នាំល្អអ្នកគិតល្អណាស់បងស្រីពើតើអំណោយរបស់អ្នកណែណាមកបង្ហាញវាអ្នកមិនមកដៃទេមែនទេស្លៀកពាក់ស្អាតយ៉ាងនេះហើយគ្មានអំណោយតើនាងអាចជាអ្នកខ្លាយទេអ្នកទទួលមរតកពិតប្រាកដគួរតែដឹងពីសុជីវធម៌ត្រឹមត្រូវស្រីពើកុំគិតថាគ្រាន់តែអ្នកពាក់សម្រស់ល្អឥតខ្ចោះអ្នកនឹងធ្វើឲ្យអ្នករាល់គ្នាភ្ញាក់ផ្អើលហើយធ្វើឲ្យពួកគេទទួលស្គាល់ឋានៈរបស់អ្នកជាកញ្ញាច្បងនៃគ្រួសារក្រាននៅទីបញ្ចប់អ្នកនឹងក្លាយជារឿងកំប្លែងទាំងស្រុងស្រីពើអ្នកគួរតែប្រាប់ខ្ញុំពីមុនខ្ញុំអាចរៀបចំអ្វីមួយសម្រាប់អ្នកនេះពិតជាគួរឲ្យខ្មាស់អៀនណាស់អ្នកគួរតែចាកចេញសិនស្រីពើអ្នកធំឡើងនៅជនបទគ្មានអ្នកណាបង្រៀនអ្នកវាមិនមែនជាកំហុសរបស់អ្នកទេគួរឲ្យអាម៉ាស់ណាស់យើងមិនអាចទទួលស្គាល់នៅចំពោះមុខអ្នកក្រៅបានទេថានាងជាសមាជិកនៃគ្រួសារក្រានតើអ្នកដឹងយ៉ាងម៉េចថាខ្ញុំមិនបានរៀបចំអ្នកស្រុកឲ្យតើអ្នកអាចមានអ្វីសំរុំទេកុំប្រាប់ខ្ញុំថាវាជាសណ្ដែកដីពី3ផនដែលអ្នកជីកពីដីចុះបើខ្ញុំយកចេញអំណោយសំរុំមួយតើអ្នកហ៊ានភ្នាល់ទេអ្នកគិតថាខ្ញុំខ្លាចខ្ញុំនឹងភ្នាល់អ្នកបើអ្នកយករបស់ថោកមកបោកបញ្ឆោតយើងនោះអ្នកត្រូវលុតជង្គង់ហើយព្រោះដូចឆ្កែ100ដងព្រមហើយបើអ្នកចាញ់នោះអ្នកសម្អាតបង្គន់1ខែស្រីពើប្រហែលជាអ្នកមិនគួរភ្នាល់ក្នុងភ្នែករបស់យើងអ្វីដែលមានតម្លៃលើពី$10 លានមិនត្រូវបានចាត់ទុកជាអំណោយសមរម្យមើលទៅដូចជាអ្នកនិយាយការពារខ្ញុំប៉ុន្តែអ្នកពិតជាបង្កើនភាគហ៊ុនធ្វើឲ្យខ្ញុំឈ្នះកាន់តែពិបាកយកវាចេញមកបើអ្នកគ្រាន់តែបោះបង់ខ្ញុំនឹងឲ្យអ្នករំលងព្រោះ50ដងស្រីពើឈប់សិនតើអ្នកមានលទ្ធភាពទិញអំណោយថ្លៃបែបនេះដូច្នេះនេះតើវារាប់បានទេសូមជូនពរលោកយាយហ្វតមានអាយុយឺនយូរនិងសុភមង្គលនេះជាអំណោយពីលោកតាក្រានរបស់ខ្ញុំដូច្នេះអ្នកគឺជារបស់លោកចាស់ក្រានដ៏មានតម្លៃចៅស្រីដូចជាត្បូងពេជ្រមិនអាក្រក់ទេអាវផាយនេះពាក់លើអ្នកសមនឹងពាក្យថាស្រីស្រស់បំរុងជាតិលោកស្រីចាស់ហ្វតគ្រាន់តែមួយក្រឡេកអ្នកអាចស្គាល់អាវផាយនេះអ្នកច្បាស់ជាមានមិត្តភាពពិសេសជាមួយលោកតារបស់ខ្ញុំកុំហៅខ្ញុំថាលោកស្រីចាស់ហ្វតទៀតហៅខ្ញុំថាយាយហ្វតវិញទៅតើក្មេងស្រីនេះជាអ្នកណាដើម្បីទទួលបានការពេញចិត្តពីលោកស្រីចាស់ហ្វតសេចក្តីស្រឡាញ់បែបនេះច្បាស់ជាមកពីគ្រួសារអភិជនរូបចម្លាក់ថ្មពណ៌បៃតងនេះមើលទៅដូចរូបចម្លាក់នៅសាលមន្ទីរអង់គ្លេសសម្បត្តិជាតិនៃប្រទេសហ៊ូគ្រូមែនហើយគេនិយាយថាអ្នកមានអាចកំបាំងម្នាក់បានចំណាយ$1000 លានទិញវាតើវាអាចទៅរួចយ៉ាងដូចម្ដេចឯងទាំងអស់គ្នាឈួតសម្បត្តិជាតិដ៏មានតម្លៃបែបនេះតើអាចឲ្យទៅនាងដោយរបៀបណាអ្នកណាដឹងប្រហែលនាងទិញពីផ្សាររាត្រីបាទហេតុអ្វីតាមិនដែលប្រាប់ខ្ញុំអំពីរឿងនេះពុទ្ធីតើអ្នកដឹងទេអត់ទេតាក៏មិនដែលប្រាប់ខ្ញុំដែរស្រីពើការកុហកមិនល្អទេសុំទោសលោកស្រីចាស់ហ្វតឲ្យលឿនអ្នកណាថាវាคล้ายសារមន្ទីរអង់គ្លេសនិងវិញ្ញាបនបរផ្ទះដេញថ្លៃនៅទីនេះទាំងអស់បើឯងមិនខ្វាក់ទេមកមើលដោយខ្លួនឯងអួយព្រះវាពិតជាវិញ្ញាបនប្រសារមន្ទីរអង់គ្លេសនិងវត្ថុដេញថ្លៃប៉ូលីនេះជាផ្ទះដេញថ្លៃល្បីបំផុតក្នុងពិភពលោកគ្មានរបស់ខ្លាំងទេរូបបីថ្មពណ៌នេះតំណាងការសន្យារបស់គ្រួសារហ្វតចំពោះគ្រួសារក្រានខ្ញុំធ្លាប់តែលោកតានិយាយពីវាពេលនោះខ្ញុំនិយាយរហូតក្អកស្ងួតតែគាត់មិនព្រមលេងមិនដែលគិតថាលោកតានឹងឲ្យវាទៅស្រីពើដោយសប្បុរសនេះតារបស់ឯងនិងខ្ញុំបានឈ្នះកំណប់នេះជាមួយគ្នានៅឯការដេញថ្លៃខ្ញុំអាចសម្គាល់ពិតពីខ្លែងបានត្រឹមតែមួយផ្លែតឯងគុំស្ដាប់អ្នកដែលមិនដឹងអ្វីនិយាយគ្រាន់តែជាស្ត្រីចាស់ម្នាក់ខ្ញុំនៅមានសន្លឹកឈ្នះធំជាងនេះទៀតស្រីពើចាំមើលចុះអីឯងឈឺយ៉ាងម៉េចមកនេះហៅពេទ្យឲ្យលឿនកញ្ញាក្រានថ្នាំរបស់លោកស្រីអរគុណលោកប៊ូតឡេហេតុអ្វីលោកដឹងថាខ្ញុំឈឺតើវាអាចជាគាត់ទេលោកឆៅលោកឆ្លើយទៅលឿនណាស់ខ្ញុំគ្រាន់តែធ្វើតាមការទុកចិត្តខ្ញុំមិនហ៊ានទទួលការសរសើរបែបនេះទេលោកស្រីចាស់ហ្វតឈឺឆ្អើណាស់ច្បាស់ជាមិនមែនក្មេងចាស់ទេតើវាអាចជាអញ្ចឹងដល់ពេលហើយឯងទៅរៀបចំពិធីរំចុះបាទលោកស្រីចាស់ហ្វត
Sterling ប្រញាប់មកបើឯងមិនមកយាយនឹងនៅក្នុងពិធីជប់លៀងជ្រើសរើសគូដណ្ដឹងឲ្យឯងហើយថ្ងៃស្អែករៀបចំពិធីមង្គលការដ៏អធិកអធមលោក Fat ឆាប់លោកកូម៉ា Fat ពិតជាមកដល់ថ្ងៃនេះខ្ញុំមើលថាលោកកូម៉ា Fat នឹងជ្រើសរើសដៃគូរួមនៅយប់នេះអូជ្រើសខ្ញុំកុំសង្ឃឹមច្រើនពេកតើអ្នកធ្លាប់ឃើញគាត់អញ្ជើញស្ត្រីផ្សេងទៅរួមទេចុះអ្នកស្រីទទួលមរតកនៃគ្រួសារ Whitfield គ្មាននរណាម្នាក់ទៀតមានឱកាសទេអញ្ចឹងគាត់គឺ Sterling Ford កូនប្រុសច្បងរបស់គ្រួសារ Ford យេ Sterling ពិធីរួមនឹងចាប់ផ្ដើមហើយយើងកំពុងរងចាំអ្នកលើកនេះយាយនឹងមិនជ្រើសរើសឲ្យអ្នកទេជ្រើសរើសដៃគូផ្ទាល់ខ្លួនរបស់អ្នកសួរនាងដោយខ្លួនឯងជ្រើសខ្ញុំលោកកូម៉ា Ford ខ្ញុំរំពូកែណាស់ជ្រើសខ្ញុំយាយខ្ញុំគ្រាន់តែយកព្រំមកទេមិនមែនដើម្បីរំទេប្រសិនបើអ្នកមិនរំយាយនឹងហើយក្មេងស្រីទាំងអស់ដែលស្រឡាញ់អ្នកមកទីនេះហើយអ្នកនឹងរំជាមួយពួកគេម្នាក់ដើម្បីអរគុណពួកគេចំពោះសេចក្តីស្រឡាញ់យេ Sterling ក្មេងស្រីនោះមកពីគ្រួសារ Whitfield បានស្វែងរកអ្នកតាំងពីនាងមកដល់អ្នកទាំងពីរធំឡើងជាមួយគ្នាចុះបើអ្នករំលើកដំបូងជាមួយនាងខ្ញុំមិនត្រូវការឲ្យឪពុកខ្ញុំមកជ្រៀតជ្រែកក្នុងរឿងរបស់ខ្ញុំទេសុភ័ក្រ Sterling ធំពេញវ័យហើយតើអ្នកមិនអាចបំបែកទម្លាប់ដែលព្យាយាមគ្រប់គ្រងជីវិតគាត់បានទេ Sterling របស់យើងដឹងថាគាត់ចង់បានអ្វី Sterling តើខ្ញុំអាចសុំអ្នករំលើកដំបូងថ្ងៃនេះបានទេសុំទោសខ្ញុំមានដៃគូរួចហើយមានរឿងអីស្រីរត់ត្រូវគេបដិសេធតើនេះមិនមែនជាអ្នកដែលត្រូវបានកំណត់ជាស្ត្រីរបស់អ្នកស្នងរត់ទេកំណត់អីសោះខ្ញុំគិតថាលោកកូម៉ាមិនខ្វល់ពីនាងតតែសោះហើយនាងនៅតែទៅរកគាត់ដោយឥតខ្មាស់ខ្ញុំឆ្ងល់តើស្ត្រីណាដែលមានសំណាងមានកិត្តិយសក្នុងការរំលើកដំបូងជាមួយ Sterlingមើលមុខខ្ញុំធ្វើអីឯងចង់សងសឹកមែនទេខ្ញុំជ្រើសរើសនាងតើវាអាចជាស្រីពើយ៉ាងម៉េចនាងនឹងចាន់ Ford តើពួកគេតាក់ទងគ្នាយ៉ាងម៉េចអញ្ចឹង Sterling ចូលចិត្តប្រភេទនេះទើបតែប៉ុន្មាននាទីមុនលោកស្រីចាស់ Ford មានចិត្តល្អចំពោះនាងប្រហែលជាហេតុផលនោះហើយតើគាត់កំពុងលេងជាមួយខ្ញុំឬទោះបីគាត់ស្គាល់ខ្ញុំក៏ដោយខ្ញុំបានសុំទោសរួចហើយហេតុអ្វីយកខ្ញុំធ្វើជាខែលខ្ញុំបដិសេធកូនស្រីគ្រួសារណានេះពិតជាឆ្លើយណាស់ពិតជាមិនខ្លាចអ្វីទេខ្ញុំបានឮថាអ្នកណាដែលប្រមាថអ្នកស្នងរាជរបស់ Ford នឹងបញ្ចប់ដោយអាក្រក់ចាំទៅដល់ផ្ទះខ្ញុំនឹងបង្រៀនមេរៀនដល់ស្រីដែលមិនចេះដឹងគុណនោះអូទេឲ្យខ្ញុំមើលរីករាយថ្ងៃកំណើតដល់អ្នកសូមឲ្យអ្នកមានសុខមង្គលគ្មានព្រំដែនរីករាយថ្ងៃកំណើតដល់អ្នកនេះសម្រាប់ថ្ងៃកំណើតរបស់យាយ Ford មែនទេកញ្ញាក្រានលោកស្រីចាស់ Ford ចង់ជួបអ្នកអូខេរីករាយថ្ងៃកំណើតដល់អ្នកសូមឲ្យអ្នកមានសុខមង្គលគ្មានព្រំដែនរីករាយថ្ងៃកំណើតដល់អ្នកសូមឲ្យអ្នកមានសុខមង្គលគ្មានព្រំដែនហាជីតើអ្នកអាចរត់ចេញបែបនេះដោយរបៀបណាខ្ញុំបានស្វែងរកអ្នកយូរណាស់ហើយរីករាយថ្ងៃកំណើតដល់អ្នកសូមឲ្យអ្នកមានសុខមង្គលគ្មានព្រំដែនអ្នកណាជួសជុលគាត់អ្នកជំនាញកញ្ញាតើអ្នកបានជួសជុលហាជីទេកញ្ញាខ្ញុំទីបំផុតរកអ្នកឃើញហើយហើយខ្ញុំចាននេះជាឆ្កែមនុស្សយន្តរបស់អ្នកឬហាជីឈ្មោះល្អនេះជាអំណោយខួបកំណើតរបស់ខ្ញុំសម្រាប់យាយលោកស្រីកញ្ញាក្រានមកដល់ហើយស្រីពៅមកដល់ហើយមកអង្គុយក្បែរយាយស្រីពៅអ្នកមកឲ្យអំណោយខ្ញុំលើកនេះហើយតារបស់អ្នកមានរឿងសំខាន់តើអ្នកដឹងទេថាជាអ្វីសូមប្រាប់ខ្ញុំផងយាយ Ford នៅក្នុងនេះមានកិច្ចសន្យាអាពាហ៍ពិពាហ៍ពីរមួយនេះគឺកូនប្រុសច្បងរបស់ខ្ញុំរបស់ Sterling
ហើយមួយនេះគឺរបស់កូនប្រុសទី2របស់ខ្ញុំចាន់មើលហើយជ្រើសរើសមើលថាមួយណាដែលអ្នកចូលចិត្តជាងអីយាយហ្វិតតើបានសុំឲ្យខ្ញុំយកតែអំណោយខួបកំណើតមកឲ្យប៉ុណ្ណោះគ្មានការណែនាំផ្សេងទៀតទេមុននេះដែលរបស់អ្នកនិងខ្ញុំបានព្រមព្រៀងគ្នាអ្នកណាដែលយកពងសាវតារធំពេជ្រនេះមកនឹងក្លាយជាកូនប្រសាររបស់ខ្ញុំនាពេលអនាគតពងសាវតារធំពេជ្រនោះត្រូវបានដារបស់អ្នកផ្ញើមកដូច្នេះកូនប្រសារត្រូវតែជាអ្នកទោះយ៉ាងណាខ្ញុំមានកូនប្រុស2នាក់អ្នកត្រូវជ្រើសរើសដោយប្រុងប្រយ័ត្នតើមួយណាដែលអ្នកចូលចិត្តជាងយាយហ្វិតសូមអរគុណចំពោះការស្រឡាញ់របស់លោកយាយប៉ុន្តែខ្ញុំដឹងថាខ្ញុំមិនសមនឹងទទួលទេហើយខ្ញុំបានជាប់គុក5ឆ្នាំកូនប្រុស2នាក់របស់លោកយាយសុទ្ធតែពូកែហើយមានទេពកោសល្យខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់ពួកគេទេសម្លាញ់មិនថាអ្នកបានធ្វើអ្វីទេយាយស្រឡាញ់អ្នកកុំប្រញាប់បដិសេធខ្ញុំដឹងថានេះភ្លាមពេកវាធ្វើឲ្យអ្នកភ័យខ្ញុំនឹងឲ្យពេលអ្នកខ្លះគិតឲ្យបានច្បាស់លាស់នៅពេលណាដែលអ្នកបានសម្រេចចិត្តអ្នកអាចប្រាប់ខ្ញុំបាន Sterling មើលស្រីនោះនាងមិនចូលចិត្តអ្នកទេយាយអ្នកសរសើរខ្ញុំពេកហើយខ្ញុំមិនមែនជារបស់មានតម្លៃអ្វីទេមិនមែនអ្នករាល់គ្នាត្រូវចូលចិត្តខ្ញុំទេយាយ Ford ដូច្នេះខ្ញុំសូមចាក់ចេញពីលោកនិងលោក Ford ស្រីពៅនឹងមកលេងលោកអ្នកម្ដងទៀត Sterling នាំកញ្ញាស្រីពៅទៅដល់ផ្លូវផងកញ្ញាក្រានសូមអញ្ជើញទៅមុនអរគុណលោក Fordកញ្ញាក្រានខ្ញុំកោតសរសើរភាពក្លាហានរបស់អ្នកខ្ញុំបដិសេធលោក Ford អ្នកមិនគួរលេងសើចដាក់ស្រីម្នាក់នៅទីសាធារណៈទេសូមអរគុណលោកស្រីចាស់ Ford ជំនួសខ្ញុំផងលាហើយ Sterling ហេតុអ្វីបានជាអ្នកអញ្ជើញនាងរំខ្ញុំមើលថានាងដោយសារមូលហេតុខ្លះជាប់គុក5ឆ្នាំនិយាយចប់ហើយខ្ញុំស្រីរតខ្ញុំបានប្រាប់ហើយថាខ្ញុំមើលនាងដូចបងស្រីដូច្នេះកុំទាញអ្នកដទៃដែលគ្មានទោសពីរោះចូលរឿងនេះពិធីជប់លៀងបានបញ្ចប់មួយរយៈហើយរថយន្តនៅឯណាវានៅឯណាហេស្រីស្អាតចង់ជិះឡានទេព្រើធ្លាក់ខ្លាំងណាស់ហើយត្រជាក់ខ្លាំងផងខ្ញុំអាណិតអ្នកពិសិដ្ឋនោះអីក៏អាក្រក់គាត់ហ៊ានដើរតាមស្រីពៅទេកុំចេញទៅតើនាងមិនមែនតែងតែឃ្លាតឆ្ងាយបែបនេះទេមានមោទនភាពខ្លាំងថ្ងៃនេះសូមឲ្យនាងមើលឃើញថានាងជាអ្វីដោយគ្មានលោកក្រានប៉ុន្តែប៉ាខឹងគ្រប់គ្រាន់ហើយយប់នេះអ្នកមិនគួរទៅបន្ថែមទៀតទេខ្ញុំបានផ្ញើសារទៅមិត្តខ្ញុំរួចហើយនាងនឹងនាំស្រីពៅទៅអាកាសយានដ្ឋានឃើញទេតោះទៅហេស្អាតខ្ញុំនឹងនាំអ្នកទៅកន្លែងណាមួយអូខេធ្វើឲ្យអ្នកកក់ក្ដៅលេងខ្ញុំទៅអ្នកសុំវាហើយអ្នកទាត់ខ្ញុំចេញទៅឥឡូវនេះប្រយ័ត្នខ្ញុំអាចរអិលអ្នកមិនហ៊ានទេសាក់មើលភ្លេចប្រាប់អ្នកខ្ញុំជាប់គុក5ឆ្នាំអាណិតផងខ្ញុំមិនធ្វើទៀតទេស្បោះខ្ញុំទៅហើយខ្ញុំមិនរំខានអ្នកទៀតទេចេញទៅគួរឲ្យចាប់អារម្មណ៍អស់លេងហើយខ្ញុំដើរយូរពេកហើយខ្ញុំត្រជាក់ណាស់សិស្សមកទទួលខ្ញុំ
ចានហ្វតទេ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  អ្នកភ្ញាក់ហើយ Sterling ហ្វតលោកហ្វតគាត់មិនខឹងនឹងខ្ញុំទេតែខ្ញុំបដិសេធគាត់នៅក្នុងរមអរគុណដែលសង្គ្រោះខ្ញុំគុណនេះខ្ញុំនឹងសង្វិញ ដូច្នេះតើអ្នកនឹងសង្វិញយ៉ាងដូចម្ដេច លោកហ្វតតើលោកចង់បានអ្វី អ្នក អ្នក លោកហ្វតខ្ញុំធ្លាប់ទៅពន្ធនាគារតើអ្នកមិនខ្លាចទេ អ្នកផ្សេងទៀតនឹងលាក់វាប៉ុន្តែអ្នកប្រើវាជាខែល អញ្ចឹងឡ តើខ្ញុំបាននិយាយឲ្យអ្នកធ្វើរឿងបែបនេះអ្នកឆ្លាតពេកហើយ ឃើញទេដូចដែលខ្ញុំគិតអ្នកណាក៏ឃើញស្នាមរបួសលើខ្លួនខ្ញុំនៅតែចង់ធ្វើបាបខ្ញុំទេអញ្ចឹងលោកហ្វតតើលោកចង់បានអ្វី ខ្ញុំចង់ឲ្យអ្នករស់នៅឲ្យបានល្អកុំខ្ជះខ្ជាយការខំប្រឹងរបស់ខ្ញុំដែលជួយសង្គ្រោះអ្នកលោកម្ចាស់អ្នកបានបញ្ជូននរណាម្នាក់ទៅមន្ទីរពេទ្យឯកជនហើយបង់លុយឲ្យគិលានុបដ្ឋាយិកាទិញឈុតគេងឲ្យនាងឥឡូវនាងភ្ញាក់ហើយយើងចាក់ចេញទេតើអ្នកនៅណាកាលពីយប់មិញរៀននៅក្រៅផ្ទះពេញយប់ តើលោកដឹងហើយស៊ូមែនទេលោកក្រានម្សិលមិញលោកបើកឡានកាត់ខ្ញុំតើអ្នកទាំងអស់គ្នាមិនឃើញទេតើលោកចាស់ហើយភ្លេចភ្លាំងឬភ្នែកលោកមិនល្អអ្នកតារាស្រីពៅឲ្យម៉ាក់មើលកូនសុខសប្បាយទេមានអ្នកណាធ្វើបាបកូនទេលោកស្រីក្រានលេងជាម្ដាយដែលស្រឡាញ់កូនទៀតហើយអ្នកកំពុងព្យាយាមធ្វើឲ្យអ្នកណាចាប់អារម្មណ៍ស្រីពៅអត់ទេស្ដាប់ម៉ាក់ស្រីលាក់នាងថានាងបានសុំមិត្តម្នាក់ឲ្យនាំកូន ហេតុអីពិបាកពន្យល់នាងមានប្រយោជន៍អីជាមួយមនុស្សបែបនាងហេតុអីត្រូវពន្យល់នាងមនុស្សដែលគ្មានមេត្តាដូចនាងទោះបីអ្នកឲ្យបេះដូងនាងក៏គ្រាន់តែជន់វាស្រីពៅបើកូនមានរឿងអ្វីកុំដាក់ទោសប៉ាម៉ាក់កុំធ្វើឲ្យម៉ាក់និងប៉ាឈឺចិត្ត គ្មានសុជីវធម៌ស្រីពៅម្សិលមិញនៅក្នុងពិធីខួបកំណើតអ្នកបានធ្វើឲ្យគ្រួសារក្រានបាត់មុខទាំងស្រុងឆ្មាំចាប់នាងដាក់បន្ទប់ឃុំឲ្យគិតប៉ាស្រីពៅរងរបួសឥឡូវបើមានរឿងអ្វីកើតឡើងក្នុងបន្ទប់នោះ ចាស់ខ្ញុំក៏មិនយល់ស្របដែរស្រីលាក់ មានរឿងអីស្រីលះឆាប់រៀបចំឡានទៅមន្ទីរពេទ្យចាំអីទៀតឆាប់ចាប់នាងដាក់ស្រីលះចាស់ខំនាងស្រីពៅនេះជាស្ដេចនៃថ្នាំពោលតោះមើលថាឯងរស់ទេអីមិនអាចទេនាងមើលឃើញខ្ញុំមិនអាចទេនេះជាលើកទី1របស់ស្រីពៅនៅក្នុងបន្ទប់ហាមឃាត់
ตาเนียงอาจดังดอยระเบียบนาទីតាំងនៃកាមេរ៉ាលាក់ល្ងីល្ងើអូអត់ទេឯងគិតថាល្បិចតូចនេះអាចចារឹកមកលើខ្ញុំបានចាប់ប្រព័ន្ធឃ្លាំមើលនេះងាយដូចដោះស្រាយជាមួយពស់ពីនេះអរគុណដល់ការរំលឹករបស់ស្រីលាក់កាលខ្ញុំនៅក្រុមក្រានខ្ញុំបានរចនាប្រព័ន្ធកម្មវិធីប្រសិនបើខ្ញុំចៃដន្យបំផ្លាញប្រព័ន្ធតើគ្រួសារក្រាននឹងប្រតិកម្មយ៉ាងណាសម្រាប់ការវះកាត់របស់តាខ្ញុំត្រូវតែបន្តនៅជាមួយគ្រួសារក្រានមួយរយៈខ្ញុំចង់រក្សាសន្តិភាពតែឯងហួសហេតុពេកបើអញ្ចឹងខ្ញុំនឹងមិនទប់ទៀតទេរួចរាល់លោកម្ចាស់រឿងនោះបានត្រឡប់មកវិញហើយបើប្រព័ន្ធចាក់សោរភាពជាក់លាក់ថ្មីបាទលោកម្ចាស់ខ្ញុំមិនជឿទេកណ្ដុរតូចនោះអាចរត់គេចបានទេលោកម្ចាស់រកឃើញហើយនៅតំបន់ Royal Silvera បានចាក់សោយ៉ាងជាក់លាក់រៀបចំឡើងបាទអព្រះឲ្យប្រព័ន្ធគៀងអស់ហើយទិន្នន័យពិសោធន៍ខ្ញុំទិន្នន័យសាកល្បងខ្ញុំរបាយការណ៍កំពុងត្រូវបានវិភាគប្រញាប់តាក់ទងនាយកដ្ឋានបច្ចេកទេសប្រព័ន្ធវដាច់ទាំងស្រុងហើយវឹកវរទាំងស្រុងមកតោះយើងលើកកែវជូនពរដល់ភាពជាដៃគូដ៏ជោគជ័យខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាមកញ៉ាំមានរឿងអីឯងមិនដឹងទេថាខ្ញុំរវល់អីសុំទោសប្រព័ន្ធទាំងមូលកងមានន័យដូចម្ដេចមេរោគចូលតើឯងរៀងឯងធ្វើអីបានពួកអ្នកបច្ចេកទេសនៅណាជួសចូលភ្លាមជួសជុលមិនបានទេខ្ញុំឲ្យឯង3ម៉ោងបើមិនជួសជុលរួចទេក្រុមបច្ចេកទេសទាំងមូលចេញទៅអ្នកទាំងអស់គ្នាមិនមែនដូចដែលអ្នកគិតទេមកតោះបន្តទៀតលោកក្រានខ្ញុំមានរឿងនៅផ្ទះលើកក្រោយទៅសូមនិយាយពីការសហការគ្នាលោកលីវលោកក្រានខ្ញុំក៏មានរឿងនៅផ្ទះដែរលើកក្រោយទេលោកវាងខ្ញុំប្រព័ន្ធរត់មកច្រើនឆ្នាំហើយវាតែងតែល្អបំផុតក្នុងឧស្សាហកម្មវាមិនមានបញ្ហាទេធ្វើម៉េចស្រាប់តែមានបញ្ហាភ្លាមធ្វើម៉េចគាំងប៉ាប្រព័ន្ធរបស់ក្រុមក្រានត្រូវបានសាងសង់ដោយស្រីលាក់កាលពីមុននាងថាវាយូរហើយនាងភ្លេចចំណុចសំខាន់ខ្លះមិនអាចចម្លងបានដូចដើមទេប៉ុន្តែដោយសារនាងជាអ្នកសាងសង់ខ្ញុំជឿថានាងអាចជួសជុលវាបានខ្ញុំសង្ឃឹមដូច្នេះប៉ាបងតើអ្នកកំពុងនិយាយពីអ្វីស្រីលាក់ប្រព័ន្ធរបស់ក្រុមក្រានដួលអស់ហើយអ្នកជាអ្នកសាងសង់វាកាលពីមុនជួសជុលវាភ្លាមកុំពន្យាពេលការអភិវឌ្ឍថ្នាំថ្មីអីវាដួលបងខ្ញុំបានប្រាប់អ្នកកាលពីមុនប្រព័ន្ធនេះវាត្រូវបានសាងសង់ដោយចិត្តស្រួលខ្ញុំមិនចាំពីព័ត៌មានលម្អិតច្រើនទេខ្ញុំបារម្ភប៉ាតើអ្នកបានសាកល្បងប្រព័ន្ធថ្មីរបស់ខ្ញុំទេតើវាយ៉ាងម៉េចតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីប្រព័ន្ធនេះច្បាស់ណាស់ត្រូវបានបង្កើតឡើងដោយស្រីលាក់បាទបងស្រីពីស្ថាបត្យកម្មដល់ការសរសេរកម្មវិធីខ្ញុំបានសរសេររាល់បន្ទាត់នៃកូដដោយខ្លួនឯងតើអ្នកថាអ្វីស្រីលាក់ប៉ាខឹងខ្លាំងណាស់ពីរឿងនេះខឹងខ្លាំងគ្រាន់តែសាកល្បងវាមុនប្រហែលជាវាដំណើរការយល់ព្រមខ្ញុំនឹងខិតខំប្រឹងប្រែងបើកទ្វារកញ្ញាមិនអាចទេប្រសិនបើលោកម្ចាស់ដឹងប៉ាផ្ញើឲ្យខ្ញុំមកសួររឿងអ្វីមួយអំពីស្រីពៅគ្រាន់តែបើកទ្វារហើយខ្ញុំសន្យាថានឹងមិនឲ្យនាងចេញទេយល់ព្រមអ្នកគិតថាការធ្វើឲ្យប្រសើរឡើងទៅប្រព័ន្ធតាមដានចុងក្រោយនឹងបញ្ឈប់ខ្ញុំស្រីពៅអ្នកធ្វើរឿងនេះមែនទេប្រព័ន្ធមន្ទីរពិសោធន៍ Grand នាពេលនោះអ្នកបង្កើតវាដោយខ្លួនឯងមានតែអ្នកទេដែលដឹងពីរបៀបបំផ្លាញវាមែនវាជាខ្ញុំលោកម្ចាស់
សញ្ញាបាត់ហើយពួកគេត្រូវតែកាត់ភ្លើងដោយបង្ខំអាចលើទីតាំងសញ្ញាចុងក្រោយវាគួរតែនៅខាងលិចវីឡា35និងខាងកើតវីឡា36ស្វែងរកអ្នកណារស់នៅវីឡា35និងវីឡា36បាទលោកម្ចាស់ វាជាអ្នកពិតមែនតើអ្នកមិនខ្លាចខ្ញុំនិយាយប្រាប់ម៉ាក់ប៉ាទេទៅចុះទៅប្រាប់លោកក្រានពេលនោះគ្រប់គ្នានឹងដឹងថាអ្នកណាជាអ្នកបង្កើតប្រព័ន្ធតើអ្នកហ៊ានទេស្រីពើតើអ្នកចង់បានអ្វីកុំភ្លេចការទទួលស្គាល់សម្រាប់ប្រព័ន្ធមន្ទីរពិសោធន៍នាពេលនោះគឺជាអ្វីមួយដែលអ្នកស្ម័គ្រចិត្តឲ្យខ្ញុំបាទអ្នកបាននិយាយថាវិធីនាពេលនោះបានអភិវឌ្ឍគម្រោងនេះអស់រយៈពេលជាច្រើនឆ្នាំហើយមិនដែលជោគជ័យខ្ញុំបានបញ្ចប់វាក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះខ្ញុំគិតថាវានឹងធ្វើឲ្យវិធីអាម៉ាស់ខ្ញុំទើបតែត្រឡប់មកគ្រួសារក្រានដើម្បីកុំឲ្យបងប្រុសរបស់ខ្ញុំមិនសប្បាយចិត្តនិងលួចយកការចាប់អារម្មណ៍របស់គាត់ដូច្នេះខ្ញុំបានផ្ដល់កិត្តិយសសម្រាប់ការសាងសង់ប្រព័ន្ធឲ្យអ្នកដូច្នេះម៉េចទោះបីអ្នកលាបត្រដាងខ្ញុំគ្មាននរណាជឿអ្នកទេអ្នករាល់គ្នាក្នុងគ្រួសារនេះនៅខាងខ្ញុំហើយអ្នកអតីតអ្នកទោសគួរឲ្យអាណិតដែលជាប់គុក5ឆ្នាំអ្នកណាខ្វល់ពីអ្នកខ្ញុំស្មានអ្នកមកជួបខ្ញុំព្រោះវិធីឬតារាមករកអ្នកដើម្បីជួសជុលប្រព័ន្ធដោយសារអ្នកដឹងថាហេតុអ្វីខ្ញុំមកទីនេះនិយាយចេញមកតើត្រូវការអ្វីទើបអ្នកជួសជុលវាទី1សូមឲ្យខ្ញុំចេញពីទីនេះទី2ការថតសម្លេងជាការធានាចាប់ពីពេលនេះទៅកុំឲ្យខ្ញុំមានបញ្ហាទៀតបើមិនដូច្នោះទេការពិតនឹងត្រូវលាតត្រដាងអ្នកធ្វើហួសហេតុពេកហើយខ្ញុំមិនបង្ខំអ្នកទេជាជំរឿសរបស់អ្នកឡខ្ញុំយល់ព្រមខ្ញុំនឹងនិយាយមួយប្រយោគអ្នកនិយាយតាមខ្ញុំស្រីលក្ខសន្យាចាប់ពីពេលនេះទៅនឹងមិនរំខានស្រីពៅទៀតទេបើខ្ញុំក្បត់ពាក្យសន្យានេះសូមឲ្យស្រីពៅលាតត្រដាងថាខ្ញុំលួចប្រព័ន្ធមន្ទីរពិសោធន៍របស់ក្រុមក្រានហើយយកកិត្តិយសប្រាប់គ្រប់គ្នាអស់មួយជីវិតរបស់ខ្ញុំត្រូវគ្រប់គ្នាបោះបង់ចោលសូមឲ្យខ្ញុំកុំមានជីវិតល្អស្រីពៅឯងខ្ញុំនឹងនិយាយខ្ញុំស្រីលក្ខសន្យាចាប់ពីពេលនេះទៅនឹងមិនរំខានស្រីពៅទៀតទេបើខ្ញុំក្បត់ពាក្យសន្យានេះសូមឲ្យស្រីពៅលាតត្រដាងថាខ្ញុំលួចប្រព័ន្ធមន្ទីរពិសោធន៍របស់ក្រុមក្រានហើយយកកិត្តិយសប្រាប់គ្រប់គ្នាអស់មួយជីវិតត្រូវគ្រប់គ្នាបោះបង់ចោលហើយសូមឲ្យខ្ញុំកុំមានជីវិតល្អខ្ញុំនិយាយអស់ហើយតាមដែលអ្នកសុំឥឡូវនេះតើអ្នកអាចជួសជុលប្រព័ន្ធបានទេកុំប្រញាប់ក្រោយពីយើងទៅដល់មន្ទីរពិសោធន៍បើមិនដូច្នោះទេអ្នកមិនខ្លាចគេលាតត្រដាងទេកញ្ញាស្រីលក្ខនេះទុកឲ្យនាងទៅសុំទោសលោកហ្វិតខ្ញុំទើបតែបើកឡានហើយខកទូរស័ព្ទរបស់លោកខ្ញុំកំពុងទៅមន្ទីរពិសោធន៍ឥឡូវនេះខ្ញុំនឹងទៅដល់ឆាប់កញ្ញាអ្នកមិនអីទេអ្នកមើលមិនឃើញផ្លូវទេលោកហ្វិតអ្វីនាំលោកមកក្រុងនាងលោកស្គាល់ខ្ញុំពិធីខួបកំណើតលោកស្រីចាស់ហ្វិតខ្ញុំបានទៅទីនោះខ្ញុំបានជម្រាបសួរលោកប្រហែលជាលោកមិនចាំទេសូមទោសកញ្ញាក្រានសូមអភ័យទោសមិនអីទេការមកជួបរបស់លោកហ្វិតជាកិត្តិយសសម្រាប់គ្រួសារក្រានខ្ញុំអាចសួរបានទេថាអ្វីនាំលោកហ្វិតមកទីនេះលើកនេះកញ្ញាក្រានបន្ទប់ខាងកើតជាងគេនៅជាន់ទី2នៃវីឡានរណានៅក្នុងនោះទើបតែឥឡូវបន្ទប់ខាងកើតជាងគេនៅជាន់ទី2នោះជាបន្ទប់ហាមឃាត់តើវាអាចជាទៅលីងមកទីនេះដើម្បីស្រីពៅខ្ញុំមិនអាចឲ្យស្រីនោះបានតាមចិត្តនាងទេវាជាបន្ទប់ស្តុកទំនិញទើបតែមួយសន្ទុះមុនខ្ញុំបានចូលទៅយករបស់ក្រៅពីនោះគ្មានអ្នកណាផ្សេងទៀតចូលក្នុងនោះទេមានរឿងអីលោកហ្វិតលោករានលោកហ្វិតតើអ្នកកំពុងនិយាយអំពីអ្វីមើលទៅនាងមិនមែនទេឬក៏នាងកំពុងលាក់វាកញ្ញាក្រានគិតតែច្បាស់បន្ទប់នោះទើបតែពេលនេះក្រៅពីអ្នកតើមានអ្នកណាទៀតទេសូមទូរស័ព្ទមកខ្ញុំពេលអ្នកគិតរួចហើយពិតណាស់ខ្ញុំនឹងសងអ្នកវិញតាមសម្គាល់តើ Sterling រកឃើញគ្រួសារក្រានដោយរបៀបណាប្រូតតើវាអាចទៅរួចទេថាគាត់កំពុងស្វែងរកស្រីពៅទេមិនត្រឹមត្រូវទេនៅក្នុងពិធីជប់លៀងខួបកំណើត Sterling ថែមទាំងបានជ្រើសរើសពិសេសស្រីពៅជាដៃគូរួមរបស់គាត់
អញ្ចឹងគេមិនសូវស្គាល់គ្នាទេនោះសំហេតុផលស្ត្រីម្នាក់ដែលជាប់គុក5ឆ្នាំស្ត្រីដែលមានស្នាមប្រឡាក់តើនាងអាចមានមធ្យោបាយយ៉ាងណាដើម្បីស្គាល់អ្នកស្នងរាជរបស់គ្រូសាហ្វនាងប្រហែលជាមានសំណាងហើយបានត្រូវអ្នកស្នងជ្រើសរើសដោយចៃដន្យអូខេលោកហ្វឹតហេតុអ្វីប្រព័ន្ធមិនទាន់ដំណើរការឡើងវិញស្រីពៅតើអ្នកកំពុងលេងសើចជាមួយខ្ញុំទេហេតុអ្វីវាមិនទាន់ត្រឡប់មកវិញប្រព័ន្ធមន្ទីរពិសោធន៍កុំប្រញាប់ការប្រញាប់ធ្វើឲ្យឯងអាក្រក់ខ្ញុំនឹងជួសជុលវាភ្លាមអ្នកស្រីលក្ខយ៉ាងម៉េចហើយតើប្រព័ន្ធអាចជួសជុលបានទេគ្មានបញ្ហាទេបងខ្ញុំនឹងជួសជុលវាភ្លាមខ្ញុំដឹងហើយស្រីលក្ខពិតជាអាចជួសជុលប្រព័ន្ធប្រាកដណាស់អូននិយាយពីនេះបងថ្នាំដុំថ្មីដែលយើងបង្កើតមានបញ្ហាអ្នកអាចដោះស្រាយវាតែម្នាក់ឯងបានទេកុំបារម្ភអីបងមិនអីទេប្រព័ន្ធការងាររបស់ខ្ញុំត្រឡប់មកវិញហើយពូកែដូចតែបានរំពឹងទុកពីកញ្ញាក្រានហេតុអ្វីនៅមិនដំណើរការទៀតនៅក្នុងកុំព្យូទ័រនេះមានទិន្នន័យទាំងអស់របស់ថ្នាំប្រឆាំងមហារីកជីវិតទី1ឯកសារទាំងអស់ឥឡូវវាស្ថិតក្នុងដំណាក់កាលសាកល្បងលើមនុស្សចុងក្រោយបើប្រព័ន្ធធ្លាក់ទិន្នន័យបាត់ការខំប្រឹងទាំងអស់គឺខាតដោយឥតប្រយោជន៍តំណែងអនុប្រធានរបស់ខ្ញុំក៏នឹងរលាយបាត់ដែរសូមទោសលេខដែលអ្នកបានចុចមិនអាចឆ្លើយតបបានទេនៅពេលនេះអូនស្រីពៅចាំមើលទៅកញ្ញាក្រានចុះឥឡូវប្រព័ន្ធមិនបានជាសះស្បើយទេវាត្រូវបានជួសជុលហើយប៉ុន្តែវាមិនដូចមុនតតែសោះវាយឺតជាងខ្យងទៅទៀតហើយពេញទៅដោយកំហុសការវិភាគទិន្នន័យថ្នាំធ្លាប់ប្រើត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះឥឡូវនេះកន្លះម៉ោងហើយវាមិនទាន់ដល់ 1% ទេលើសពីនេះប្រព័ន្ធបាត់បង់មុខងារធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិជូនដំណឹងដល់អ្នកស្រាវជ្រាវទាំងអស់ឲ្យបំរុងទុកទិន្នន័យសំខាន់ទាំងអស់នៅលើកុំព្យូទ័ររបស់ពួកគេប្រព័ន្ធត្រូវបានវាយលុកដោយពិសេសវាមិនអាចស្ដារឡើងវិញបានពេញលេញទេនេះជាអ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបានឥឡូវនេះខ្ញុំនឹងដោះស្រាយអ្វីដែលនៅសល់បាទកញ្ញាក្រានបំរុងទុកទិន្នន័យសំខាន់ឥឡូវនេះត្រឡប់ទៅកាន់តំណែងរបស់អ្នកហេប៉ាស្រីលក្ខប្រព័ន្ធមន្ទីរពិសោធន៍ត្រូវបានជួសជុលហើយឬខ្ញុំមកថាវាមិនស្ថិតស្ថេរហើយអាចដួលរំបានគ្រប់ពេលអ្នកត្រូវតែធ្វើវាឲ្យបានត្រឹមត្រូវទិន្នន័យមន្ទីរពិសោធន៍ជាស្នូលនៃក្រុមក្រានវាជាខួរក្បាលរបស់យើងខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពប៉ាតើលោកម្ចាស់កំពុងរវល់អ្វីអញ្ចឹងក្រុម Ford ជាអ្នកដឹកនាំក្នុងវិស័យ A និងងារទូទាំងប្រទេសZeng មានធនធានកម្រិតកំពូលគាត់អាចជួយខ្ញុំសាងសង់ឡើងវិញប្រព័ន្ធមន្ទីរពិសោធន៍របស់ក្រុមក្រានគិតពីសិស្សភ្លឺស្វាងរបស់ខ្ញុំត្រូវសន្សំលុយបន្ថែមទៀតដើម្បីអាចនាំតាចាស់ចេញពីគ្រួសារលោកក្រានឲ្យមើលថាខ្ញុំអាចទទួលការងារអ្វីខ្លះវេទិកាការងារនេះឥឡូវនេះជារបស់ក្រុម Ford ត្រូវបញ្ចប់កិច្ចការត្រួតពិនិត្យដំបូងមិនអីទេខ្ញុំនឹងយកនេះខ្លឹមសារនៃការធ្វើតេស្តត្រួតពិនិត្យនេះនឹងនៅក្នុងការប្រកួតសុវត្ថិភាពតាមអ៊ីនធឺណិតកាលពី6ឆ្នាំមុនប្រព័ន្ធរបស់អ្នកលេងគឺស្រដៀងគ្នាខ្លាំងណាស់តើអ្នកប្រកាសអាចជាទេលោកមានអ្នកទទួលការងារនេះហើយពួកគេបានផ្ញើចម្លើយទៅនឹងសំណួរត្រួតពិនិត្យលឿនម្ល៉េះតើអ្នកអាចជារទេនៅមិនទាន់រកអ្នកដែលបំផ្លាញគ្រួសារលោកក្រានបានទេឪពុកកុំខឹងខ្ញុំបានសុំជំនួយពីសវណ្ណរួចហើយគាត់មានបណ្ដាញទំនាក់ទំនងធំទូលាយគាត់ប្រកាសជារកអ្នកបំផ្លាញឃើញស្រីពៅពេលសវណ្ណចាប់អ្នកបានអ្នកនឹងត្រូវជាប់គុកបន្ថែមប៉ុន្មានឆ្នាំទៀតស្រីលក្ខល្អណាស់មិនដូចមនុស្សនាំសំណាងអាក្រក់នោះទេតែតែងតែនាំបញ្ហាមកឲ្យខ្ញុំហើយគ្មានប្រយោជន៍អ្វីតតែសោះលើកនេះបើមិនមែនដោយសារអ្នកអង្វរឲ្យនាងខ្ញុំមិនដែលឲ្យនាងចេញទេអរគុណឪពុកសម្រាប់រឿងនេះវុធីតើអភិវឌ្ឍថ្នាំនេះមានរឿងអីមិនក៏កាត់ឡើងយ៉ាងនេះប្រសិទ្ធភាពអាក្រក់ជាងកំណែចាស់កាលពី6ឆ្នាំមុនឆ្ងាយណាស់តែផលប៉ះពាល់ច្រើនជាងសំណាងល្អនេះគ្រាន់តែជាការសាកល្បងប៉ុណ្ណោះប្រសិនបើវាចេញទៅទីផ្សារកេរ្តិ៍ឈ្មោះរបស់ក្រុមក្រានទាំងមូលនឹងត្រូវបំផ្លាញហេតុអ្វីបានជាមានការធ្វើប្រហែសដ៏ធំបែបនេះឪពុកខ្ញុំសុំទោសខ្ញុំប្រញាប់ពេកខ្ញុំចង់ធ្វើឲ្យមានសមិទ្ធផលឆាប់ដើម្បីឲ្យតាចាស់ចាប់អារម្មណ៍នឹងខ្ញុំ
ហើយជឿជាក់ខ្ញុំគ្រប់គ្រាន់ក្នុងការប្រគល់ក្រុមហ៊ុនឲ្យខ្ញុំអ្នកពិតជាត្រូវពិចារណាឡើងវិញអំពីរឿងនេះពុទ្ធីកុំខកចិត្តប៉ាគ្រាន់តែមានក្តីសង្ឃឹមខ្ពស់ចំពោះអ្នកនោះហើយជាមូលហេតុដែលគាត់តឹងរឹងខ្ញុំចាំថ្នាំដែលអ្នកកំពុងធ្វើការពីមុនពេលវាចូលទីផ្សារអ្នកតែងតែឲ្យស្រីពើសាកល្បងវាប្រហែលយើងអាចសុំជំនួយពីស្រីពើត្រូវហើយស្រីពើមានរូបរាងកាយពិសេសនាងជាអ្នកបញ្ជាក់ពីប្រសិទ្ធភាពសម្រាប់យើងអ្នកដែលត្រូវបានជ្រើសរើសខ្ញុំនឹងទៅរកនាងឥឡូវនេះស្រីពើគ្រាន់តែទទួលយកអំណោយដែលខ្ញុំកំពុងឲ្យអ្នកបើអ្នករករឿងខ្ញុំនឹងធ្វើឲ្យជីវិតអ្នកក្លាយជានរកស្រីពើខ្ញុំដឹងថាអ្នកនៅក្នុងនោះបើកទ្វារខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយអ្នកមានរឿងអីវុធីស្រីពើមិននៅផ្ទះទេនាងនៅក្នុងនោះនាងគ្រាន់តែមិនចង់ជួបខ្ញុំតើអាចដូច្នេះទៅជាធម្មតាស្រីពើធ្វើឈួតតែនេះជារឿងស្រាវជ្រាវថ្នាំថ្មីរបស់អ្នករឿងសំខាន់បែបនេះធ្វើម៉េចនាងអាចប្រងើយកន្តើយដូច្នេះតើនាងកំពុងពន្យាពេលអ្នកដោយចេតនានាងគិតថានាងជាអ្នកណាហ៊ានធ្វើជាអត់ចង់ជួបខ្ញុំស្រីពើបើកទ្វារបើមិនបើកទេខ្ញុំនឹងទះទ្វារបំបែកពុទ្ធីអ្នកមិនអីទេស្រីពើដូច្នេះនេះជារឿងសំខាន់ដែលអ្នកនិយាយពុទ្ធីរឿងរកស៊ីសិនស្រីពើលើកនេះខ្ញុំមកជួបអ្នកដើម្បីសុំឲ្យអ្នកជួយសាកថ្នាំបើអ្នកយល់ព្រមខ្ញុំនឹងមិនយករឿងថ្ងៃនេះទេហើយខ្ញុំនឹងមិនប្រាប់ម៉ាក់ប៉ាទេសាកថ្នាំចាពីមុនខ្ញុំធ្លាប់ជួយវុធីសាកថ្នាំខ្ញុំឈឺចាប់ខ្លាំងរមូរលើក្រែតែម្នាក់ឯងហើយពេលថ្នាំថ្មីចេញពីផ្សារគាត់យកគិតយូរទាំងអស់ហើយពេលស្រីលាក់បង្កើតរឿងឲ្យខ្ញុំគាត់ចូលខាងនាងហើយផ្ទាល់ដៃបញ្ជូនខ្ញុំទៅគុកទេស្រីពើអ្នកមិនយកតម្រុយទេមែនទេខ្ញុំមកពីចម្ងាយដើម្បីអង្វរអ្នកលោកកុមារក្រានប្រហែលជាមិនដឹងអត្ថន័យពិតប្រាកដរបស់វាអង្វរអ្នកណាម្នាក់ឲ្យបានត្រឹមត្រូវពិតណាស់ទោះបីជាអ្នកលុតជង្គង់អង្វរខ្ញុំថ្ងៃនេះក៏ដោយខ្ញុំនឹងមិនសាកល្បងថ្នាំនោះឲ្យអ្នកទេរៀបពីពលរបស់វាអ្នកស្រីពើហេតុអ្វីបានជាអ្នកប្រងើយកន្តើយដូច្នេះចាប់តាំងពីអ្នកនឹងបងប្រុសចិត្តស្និទ្ធណាស់ដូច្នេះអ្នកជួយគាត់ខ្ញុំមិនមានទេពកោសល្យរបស់ស្រីពើទេស្រីពើរឿងនេះត្រូវតែធ្វើដោយអ្នកលះបង់គំនិតអាក្រក់របស់អ្នកទៅលែងខ្ញុំម៉ាក់ប៉ាមានរឿងអាក្រក់កើតឡើងស្រីពើនិងបងប្រុសកំពុងឆ្លោះគ្នាស្រីពើអ្នកមិនព្រមទទួលយកការគួរសមទេដូច្នេះអ្នកនឹងទទួលទណ្ឌកម្មមែនទេលោកកុមារក្រានតើអ្នកមិនយល់ភាសាអង់គ្លេសសាមញ្ញទេខ្ញុំនឹងមិនសាកល្បងវាទេឆ្មាងលោកកុមារក្រានកុំរើសំឡេងរំខានទាំងអស់នេះជារឿងអីទៅស្រីពើតើអ្នកកំពុងធ្វើអីដោះលែងបងប្រុសរបស់ឯងពុទ្ធីអូនមិនអីទេមានរឿងអីខ្ញុំបានសុំនាងជួយក្នុងការសាកល្បងថ្នាំខ្ញុំបានសុំនាងដោយសុភាពចំណែកនាងវិញនាងវាយខ្ញុំម៉ាក់ខ្ញុំអាចធានាឲ្យគាត់បងប្រុសពិតជាមកសុំស្រីពើសាកល្បងថ្នាំខ្ញុំគិតថាក្រោយពីការសាកល្បងនេះជោគជ័យខ្ញុំនឹងចែកលទ្ធផលស្រាវជ្រាវជាមួយនាងដូច្នេះនាងនឹងមានលក្ខណៈសម្បត្តិដើម្បីធ្វើការនៅក្រុមក្រានស្រីពើបងប្រុសរបស់ឯងទៅតែគិតអំពីអនាគតរបស់ឯងសម្រាប់អនាគតខ្ញុំដូច្នេះគាត់អាចមើលរំលងបំណងខ្ញុំហើយបង្ខំឲ្យខ្ញុំលេបថ្នាំព្រោះខ្ញុំបដិសេធគាត់ជួលអង្គរៈមករ៉ារ៉ាំងខ្ញុំតើខ្ញុំគួរហៅប៉ូលីសឲ្យពួកគេវិនិច្ឆ័យរឿងនេះហៅប៉ូលីសស្រីពើស្ដាប់ខ្លួនឯងទៅឯងកំពុងនិយាយអសន្តិភាពអីឯងនាំមកនៅការអាម៉ាស់គ្រប់គ្រាន់ហើយវុធីមិនអាចប្រព្រឹត្តបែបនេះទេតើមិនមែន5ឆ្នាំមុនទេការទម្លាយរបស់កំហាញនៃជីវិតលេខ1គឺដោយសារនាងស្រីពើឪពុកណែណាខ្ញុំមិនមានបំណងស្ដីបន្ទោសអ្នកទេមើលទៅរឿងក្នុងគ្រួសារយើងគួរតែដោះស្រាយវាដោយខ្លួនឯងកុំបារម្ភរឿងនេះឪពុកនឹងដោះស្រាយឲ្យអ្នកមិនបាច់ទេខ្ញុំសង្ឃឹមថាចាប់ពីពេលនេះទៅអ្នកនឹងមិនរំខានខ្ញុំទៀតទេវុធីសុំទោសប្អូនស្រីរបស់អ្នកឥឡូវនេះលើកក្រោយខ្ញុំនឹងបាក់ជើងអ្នកឪពុកខ្ញុំធ្វើវាដើម្បីក្រុមក្រានបងឪពុកចង់ឲ្យអ្នកសុំទោសដូច្នេះធ្វើតាមទៅស្រីពើខ្ញុំសុំទោស
ស្រីពៅក្រោយមកបន្ទប់ធ្វើការរបស់ខ្ញុំត្រូវនិយាយជាមួយអ្នកអំពីជីតារបស់អ្នកនេះគឺរបាយការណ៍អាជីវកម្មរបស់ក្រុមក្រានសម្រាប់រយៈពេល6 ខែកន្លងមកក្នុងប៉ុន្មានឆ្នាំថ្មីនេះក្រុមក្រានកំពុងជួបការលំបាកគ្មានថ្នាំថ្មីដែលលក់ដាច់ទេបើបន្តដូចនេះខ្ញុំខ្លាចថាជីតារបស់អ្នកអាណាចក្រដែលគាត់បានកសាងពីដំបូងប្រហែលជាមិនអាចរស់បានទេហើយប្រសិនបើខ្ញុំនៅតែបដិសេធដូច្នេះអ្នកនឹងត្រូវមើលអាណាចក្រដែលជីតារបស់អ្នកបានសាងអាណាចក្រអាជីវកម្មរបស់គាត់ដួលរលំទាំងស្រុងគ្រួសារក្រានទាំងមូលគ្មាននរណាម្នាក់អាចជួយសង្គ្រោះក្រុមក្រានបានទេផ្ទុយទៅវិញវាអាស្រ័យលើខ្ញុំកូនខូចដែលបានជាប់គុក5ឆ្នាំស្រីពៅតើអ្នកមិនអាចសម្ហេតុផលបានទេខ្ញុំមិនអាចមើលឃើញការងារពេញមួយជីវិតរបស់តាចាស់ត្រូវខ្ជះខ្ជាយខ្ញុំនឹងធ្វើជាអ្នកសាកល្បងថ្នាំប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយនិយាយមកនៅពេលថ្នាំថ្មីចេញលក់ខ្ញុំចង់បាន 70% នៃប្រាក់ចំណេញពីការលក់ទូប៉ុស្តិ៍រហូតដល់ការផលិតឈប់គួរឲ្យអស់សំណើច 10% ប៉ុណ្ណោះដូច្នេះគ្មានកិច្ចព្រមព្រៀងទេ 30% ខ្ញុំនឹងឲ្យអ្នក 30% អតិបរមាអញ្ចឹង 70% ហើយឲ្យមេធាវីរបស់អ្នកធ្វើកិច្ចសន្យាចែករំលែកប្រាក់ចំណេញស្រីពៅតើអ្នកគិតថាឪពុករបស់អ្នកនឹងបោកប្រាស់អ្នកកិច្ចសន្យាការពារតែមនុស្សមិនស្មោះត្រង់មិនមែនមនុស្សស្មោះត្រង់ទេហេតុអ្វីបានជារំភើបយ៉ាងនេះខ្ញុំមិនជឿថាខ្ញុំត្រូវបានគេចង្អៀតចង្អុលទេដោយក្មេងស្រីតូចនេះឆ្លៀសវៃនឹងក្លាហានណាស់នាងប្រហែលជាស័ក្តិសមជាងដើម្បីកាន់កាប់គ្រួសារក្រានជាងវុធីចូលមកចុះហត្ថលេខាលើកិច្ចសន្យាយុគនេះហេតុអ្វីប្រញាប់ឯងធ្វើវាតែម្នាក់ឯងឬយើងអាចពិភាក្សាគ្នាទៀតឯងនៅក្រុងណាជួបគ្នាបានទេចៃដន្យណាស់ឬនៅទីក្រុងនីងរឿងនេះអាចដោះស្រាយបានគាត់ជាអ្នកជំនាញប្រព័ន្ធសន្តិសុខគាត់ក៏នៅទីក្រុងនីងដែរអូខេស្អែកវិញបាត់វិញត្រឡប់ទៅសន្តាគារនីងវិញយល់ហើយម៉ូរ៉ានខ្ញុំដឹងអ្នកបានឆ្លងកាត់រឿងជាច្រើនក្នុងរយៈពេល5ឆ្នាំនេះប៉ុន្តែយើងជាគ្រួសារគ្នាឯងខ្ញុំសង្ឃឹមថាអ្នកអាចបំភ្លេចអតីតកាលបានដូចពេលដែលអ្នកទើបតែត្រឡប់មកគ្រួសារក្រានវិញដំបូងរស់នៅដោយសុខដុមរមនាសម្រាប់សុខដុមរមនាដែលគេថានោះខ្ញុំស្ទើរតែបាត់បង់ជីវិតឥឡូវនេះខ្ញុំគ្រាន់តែចង់រស់នៅឲ្យបានល្អតែប៉ុណ្ណោះអ្នកនៅក្មេងពេកនៅឡើយត្រឡប់ទៅវិញហើយគិតច្បាស់រឿងនេះមិនប្រញាប់ទេកិច្ចសន្យាត្រូវបានចុះហត្ថលេខាហើយឥឡូវនេះយើងអាចសាកល្បងថ្នាំបានទេកុំគិតថាការជួយវុធីសាកថ្នាំនឹងធ្វើឲ្យអ្នកគ្រប់គ្នាពេញចិត្តឯងឡើយកុំគិតថាការជួយវុធីសាកថ្នាំនឹងធ្វើឲ្យអ្នកគ្រប់គ្នាពេញចិត្តឯងឡើយតើឯងជឿទេថាខ្ញុំអាចធ្វើឲ្យអ្នកគ្រប់គ្នាស្អប់ឯងភ្លាមតើឯងជឿទេថាខ្ញុំអាចធ្វើឲ្យអ្នកគ្រប់គ្នាស្អប់ឯងភ្លាមឆ្កែល្អមិនឈរស្ទះផ្លូវទេឯងអូស្រីពៅហេតុអីរុញខ្ញុំស្រីពៅឯងធ្វើអីស្រីលាក់ឯងលួចទិន្នន័យស្នូលរបស់ក្រុមហ៊ុនមែននោះជាអ ுக ្រិតកម្មខ្ញុំនឹងប្រាប់ម៉ាក់ប៉ានិងវុធីស្រីពៅតើឯងគិតថាម៉ាក់ប៉ានិងបងប្អូននឹងជឿឯងឬជឿខ្ញុំចុះយើងភ្នាល់គ្នាវិញមានន័យយ៉ាងម៉េចស្រីពៅធ្វើម៉េចឯងលួចអាកំបាំងក្រុមហ៊ុនស្រីលាក់ស្រីពៅធ្វើម៉េចឯងអាក្រក់ម្ល៉េះស្រីលាក់ឯងមិនអីទេខ្ញុំមិនអីទេវុធីសូមកុំបន្ទោសស្រីពៅនាងប្រកាសជាមិនមានចេតនាទេខ្ញុំគិតថានាងធ្វើដោយចេតនាតើឯងប្រកាសថាខ្ញុំជាអ្នករុញប្រហែលជាឯងគួរតែមើលរឿងនេះសិនទេនោះមិនមែនជាអ្វីដែលខ្ញុំនិយាយទេវុធីអ្នកគួរតែថែរក្សាប្អូនស្រីតែសុភាពនិងផុយស្រួយជាប្អូនស្រីតូចកុំឲ្យនាងទៅណាធ្វើបាបអ្នកដទៃវុធី
ខ្ញុំពិតជាមិនមានចិត្តណាទេខ្ញុំគ្រាន់តែខ្លាចបាត់បង់អ្នក ស្រីលះអ្នកនឹងតែងតែជាប្អូនស្រីតូចរបស់ខ្ញុំឈប់យំស្វាននឹងត្រឡប់មកវិញឆាប់ខ្ញុំនឹងនាំអ្នកទៅប្រគំតន្ត្រី អញ្ចឹងអរគុណវុធីចុះយើងយកស្រីពៅទៅជាមួយនាងស្រឡាញ់ស្វានជាងគេ ត្រូវហើយទូរស័ព្ទរបស់នាងពេញទៅដោយបទចម្រៀងរបស់ស្វានយោពោមនោះរាប់ជាការសុំទោសរបស់អ្នក កញ្ញាតើអ្នកត្រូវការអ្វីអ្នកអាចសាកល្បងមុនពេលទិញអត់ទេអរគុណស្ត្រីម្នាក់នេះឈរនៅទៅយូរណាស់ហើយនាងពិតជាគ្មានលុយបើអ្នកមិនអាចទិញបានមកទីនេះធ្វើអីខាប់ពេលយើងណាស់អ្នកកំពុងធ្វើអីឲ្យស្លាកឈ្មោះអ្នកមកខ្ញុំអ្នកមានសិទ្ធិអីនិយាយរិះគន់ខ្ញុំអ្នកមិនបានទិញអីពីហាងយើងទេអ្នកគិតថាខ្ញុំខ្លាចអ្នកណាម្នាក់ដូចអ្នកក្រនឹងអាក្រក់ខ្ញុំធ្លាប់ឃើញអ្នកក៏ច្រើនណាស់យករឿងតូចធ្វើធំលេងកញ្ញាហេតុអីអ្នករឹងរូសសម្លេងអ្នកបានបំបែកខ្សែដៃរបស់យើងនេះជាកំណែចំនួនកំណត់អ្នកត្រូវបង់ថ្លៃពេញអ្នករាល់គ្នាមកមើលនាងមិនអាចទិញបានទេហើយនាងបានបំបែកខ្សែដៃរបស់យើងអ្នកប្រកាសហើយឬវាគឺបែបនោះហើយអ្នកជាអ្នកចោទប្រកាន់បំពានទូចត្អូញត្អែពីខ្ញុំគ្មានយុត្តិធម៌ទេចុះបើយើងពិនិត្យមើលអេក្រង់ធំវិញទេនេះច្បាស់ជាคล้ายច្បាស់ជាបង្កើតដោយអេទេខ្ញុំជាអ្នកបច្ចេកទេសមកពីក្រុមហ៊ុន Lens វីដេអូនេះពិតជាមិនមែនបង្កើតដោយអីទេថៅកែមើលស្រីម្នាក់នេះនាងពិតជាអស្ចារ្យទំនេរច្រើនពេកទេថៅកែស្រីម្នាក់នេះហាក់ដូចជាកញ្ញាស្រីពៅគួរឲ្យចាប់អារម្មណ៍ខ្ញុំចាំបានប្រព័ន្ធសន្តិសុខនៃផ្សារហ៊ូឡុងត្រូវបានដំឡើងដោយក្រុមហ្វឹតរបស់យើងលើកលែងតែពី6ឆ្នាំមុនប្រព័ន្ធរបស់យើងមិនដែលត្រូវបានរំលោភទេកញ្ញាក្រាននេះពិតជាអស្ចារ្យណាស់ទៅស៊ើបអង្កេតប្រវត្តិរបស់ស្រីពៅប្រវត្តិកន្លងមកទាំងអស់បាទលោកសង្ឃឹមថាថ្ងៃនេះខ្ញុំអាចទទួលបានការបញ្ជាទិញដោយរលូននិងកម្រៃជើងសារ5លានរបស់ខ្ញុំនឹងត្រូវបានធានាស្ទើលីងបានចំណាយ5លានដើម្បីជួលខ្ញុំដើម្បីដោះស្រាយបញ្ហាបច្ចេកទេសនោះហើយជាស្ទើលីងអរិយនោះខ្ញុំមិនអាចប្រថុយនឹងគាត់ទេមិនមែនចម្លែកទេដែលគាត់ជាព្រះអង្គម្ចាស់នៃពួកអ្នកមាននៅប៉េកាំងគាត់ពិតជាប្រឹងប្រែងអស់ពីសមត្ថភាពគ្រោះថ្នាក់ឬអត់គ្មានហានិភ័យគ្មានផលចំណេញស្រីពើនាងពិតជារត់ចេញពីក្រោយហើយស្លៀកពាក់បែបនោះតើលាក់លៀមនាងទៅជួបអ្នកណាលោកសួស្ដីខ្ញុំឈ្មោះស្រីពេជ្រសួស្ដីខ្ញុំឈ្មោះ Sterling គឺជាគូដណ្ដឹងរបស់ស្រីពៅតើអាចជាព្រះអង្គម្ចាស់នៃរង្វង់ប៉េកាំងយ៉ាងម៉េច Sterling កញ្ញាមកអ្នកមើលទៅដូចអ្នកដែលខ្ញុំស្គាល់ម្នាក់ពិតទេនោះជារឿងចៃដន្យណាស់មែនទេប៉ុន្តែនៅក្នុងពិភពលោកនេះមានមនុស្សជាច្រើនដែលមើលទៅដូចគ្នា
វាជារឿងចៃដន្យណាស់ខ្ញុំនឹងណែនាំអ្នកទាំងពីរឲ្យគ្នាស្គាល់ពេលណាមួយអរគុណសូមទោសស្រេកបន្តិចខ្ញុំគិតថាថ្ងៃនេះក្តៅណាស់ហេតុអ្វីអ្នកមិនដោះមុខចេញស្ទើលីងគាត់នឹងមិនឃើញអ្វីទេមែនទេមកទៅស្រីពៅសម្រាប់$50 លានស្រាប់តែនិយាយថាអ្នកឈប់គម្រោងនឹងមានរឿងអីមានគម្រោងថ្មីមួយជាមួយគម្រោងរបស់លោកហ្វិតពេលវេលាប៉ះគ្នាភាគីម្ខាងទៀតឲ្យតម្លៃខ្ពស់ជាងខ្ញុំសង្ឃឹមថាលោកយកទេលោកហ្វិតគម្រោងនេះលោកមានទំនុកចិត្តទេឲ្យខ្ញុំ6 ខែ6 ខែយូរពេកខ្ញុំនឹងឲ្យលោក3 ខែអញ្ចឹងខ្ញុំត្រូវការក្រុមការងារខ្ញុំនឹងដឹកនាំក្រុមពិសេសរបស់ខ្ញុំដើម្បីជួយលោកគ្រប់ពេលស្ទើលីងនឹងធ្វើការជាមួយខ្ញុំលើគម្រោងនេះជាមួយគ្នាដូច្នេះមានន័យថារយៈពេល3 ខែបន្ទាប់ខ្ញុំត្រូវធ្វើការជាមួយស្ទើលីងមានបញ្ហាគ្មានបញ្ហាទេរីករាយដែលបានធ្វើការជាមួយលោកហ្វិតរីករាយដែលបានធ្វើការជាមួយលោកឈប់នៅទីនេះចេញពេញមួយថ្ងៃឯងទៅណាមកតើទិញអីវ៉ាន់ជួបមិត្តភ័ក្តិឯងនៅក្នុងគុនធនាគារ5 ឆ្នាំឯងមានមិត្តភ័ក្តិអ្វីខ្លះកុំប្រាប់ខ្ញុំថាឯងបានទៅដើរលេងជាមួយពួកមនុស្សល្ងងទាំងនោះទៀតវាជាកំហុសរបស់ខ្ញុំថ្ងៃនេះខ្ញុំបានចេញទៅហើយបានឃើញស្រីពៅជាមួយបុរសម្នាក់ខ្ញុំក៏បានពួកគេនិយាយពីលុយនិងកិច្ចព្រមព្រៀងខ្ញុំបារម្ភថានាងនឹងត្រូវគេបោកដូច្នេះខ្ញុំស្រីពៅអីដែលស្រីលាក់និយាយវាពិតទេស្រីពៅខ្ញុំសុំទោសខ្ញុំគ្រាន់តែបារម្ភពីឯងនោះហើយជាមូលហេតុកុំបន្ទោសប៉ាបន្ទោសខ្ញុំវិញឡឯងនិយាយហើយស្រីលាក់ស្រីពៅហួសហេតុពេកហើយបិចក៏ឯងវាប្អូនស្រីឯងនាងមិនមែនជាប្អូនស្រីខ្ញុំទេឯងក៏មិនមែនជាគ្រួសារខ្ញុំដែរស្រីពៅស្ដាប់ខ្លួនឯងទៅសម្ដីឥតន័យអីហ្នឹងឯងចង់ត្រូវគេចាប់ដាក់គុកទៀតមែនទេមិនអីទេតារាស្ងប់ចិត្តយើងមានរឿងសំខាន់ឯងដល់អាយុរៀបការហើយ3 ថ្ងៃទៀតគ្រូសាស្កុតរៀបចំពិធីជប់លៀងទៅបើកភ្នែកមើលពិភពលោកផងលោកកុមារស្កុតចូលចិត្តឯងហើយស្គាល់គ្នាឲ្យច្បាស់បើវាល្អឯងនឹងត្រូវភ្ជាប់ពាក់ឯងចង់ឲ្យខ្ញុំរៀបការជាមួយមនុស្សឥតប្រយោជន៍នោះអ្នកកំពុងបង្ខំខ្ញុំឲ្យរៀបការជាមួយមនុស្សអាក្រក់នោះគ្រូសានីងនិងគ្រូសាស្កុតអ្នកស្នងមរតកអាជីវកម្មនោះនៅតែច្រើនជាងអ្វីដែលអ្នកសំនឹងទទួលបានលើកមុនអ្នកបានប្រមាថដល់លោកកុមារស្កុតលើកនេះគាត់បានសុំជាពិសេសឲ្យអ្នកទៅបើមិនអញ្ចឹងទេបើអ្នកមិនទៅខ្ញុំនឹងយករឿងរញ៉េញ៉ៃរបស់អ្នកទាំងអស់ហើយប្រាប់ជីតារបស់អ្នកគ្រប់យ៉ាងខ្ញុំនឹងទៅតើអ្នកអាចជួយខ្ញុំបន្តិចបានទេប្រាប់តម្លៃមកសួស្តីលោកស្កុតនេះគឺជាកូនស្រីគ្មានប្រយោជន៍របស់ខ្ញុំស្រីពៅលើកមុននាងបានប្រមាថដល់លោកកុមារស្កុតសូមកុំយករឿងប៉ានាងគឺជាស្ត្រីដែលខ្ញុំកំពុងស្វែងរកខ្ញុំនឹងនាំនាងទៅជាមួយខ្ញុំកញ្ញាក្រានតើយើងទៅជិះសេះលេងទេបាទសូមទោសកូនស្រីរបស់ខ្ញុំម្នាក់នេះនាងរស់រវើកណាស់នាងប្រកាសជាចាប់អារម្មណ៍និងរំពាត់ជិះសេះនៅក្នុងដៃរបស់លោកកុមារស្កុតខ្ញុំមិននឹកស្មានថាអ្នកក៏ចូលចិត្តរំពាត់នេះដែរកុំបារម្ភខ្ញុំនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាភាពអស្ចារ្យរបស់វាស្រីពៅខ្ញុំប្រាប់អ្នកឲ្យបន្ថយល្បឿនតើអ្នកមិន
មើលទៅសុខភាពរបស់លោកកូម៉ាស្កតមិនសូវល្អទេ ស្រីពៅឪពុករបស់អ្នកបានចុះកិច្ចសន្យាលក់អ្នកឲ្យខ្ញុំពេលនេះអ្នកជាស្រីរបស់ខ្ញុំហើយខ្ញុំអាចធ្វើអ្វីដែលខ្ញុំចង់បានតោះលេងសប្បាយអ្នកក្លាហានពីខ្ញុំទេ លោកកូម៉ាស្កតតើលោកមិនចូលចិត្តរង្វាត់នេះទេខ្ញុំនឹងធ្វើឲ្យលោកពេញចិត្តឥឡូវនេះ អូនេះខ្ញុំចំណាយលុយមកមើលកម្មវិធីចាប់នាង ស្រីពើតើអ្នកមិនគួរតែទៅប្រណាំងសេះជាមួយលោកកូម៉ាស្កតទេអូមានរឿងអីកើតឡើងចំពោះអ្នក ម៉ាក់វាជាស្រីនេះតែវាខ្ញុំ លោកស្រីក្រានតើនេះជារបៀបដែលអ្នកចិញ្ចឹមកូនស្រីរបស់អ្នកទេអញ្ចឹង គ្រូសាស្កតមិនដែលជួបការអាម៉ាស់បែបនេះទេម៉ាក់ខ្ញុំចង់បានស្រីនេះធ្វើជាទីសកលរបស់ខ្ញុំលោកក្រានតើលោកគិតយ៉ាងណាធ្វើតាមអ្វីដែលគ្រូសាស្កតចង់អ្នកណាហ៊ាន Sterling មានន័យយ៉ាងណានាងជាស្រីរបស់ខ្ញុំហ៊ានប៉ះនាង ស្រីពើអ្នកនឹង Sterling លោកស្រីក្រានខ្ញុំមិនមានឱកាសប្រាប់អ្នកទេស្រីពៅនិងខ្ញុំកំពុងជួបគ្នានាងជាមិត្តស្រីរបស់ខ្ញុំអីតើវាអាចទៅរួចដោយរបៀបណាលោកហ្វាត់តើលោកយល់ច្រឡំទេស្រីពៅមិនសមនឹងលោកទេប៉ុន្តែខ្ញុំចូលចិត្តនាងដូចដែលនាងជា ទោះជាយ៉ាងណាការវាយអ្នកអតីតរបស់ស្រីពើនៅតែខុសដែរលោក Ford មិនប្រើអំណាចខុសទេមែនទេ ពិតណាស់មិនមែនទេខ្ញុំគ្រាន់តែអនុវត្តយុទ្ធធម៌ប៉ុណ្ណោះជំនួយការវិញដាក់លោកក្លេភាគហ៊ុនក្រុមស្កតពេលដែលវាចិត្តដកចេញពីបញ្ជីចាប់ផ្ដើមទិញបាទលោក Ford ឯងជាមនុស្សអាក្រក់សុំទោសលោក Ford ភ្លាមលោក Ford ខ្ញុំខុសហើយខ្ញុំមិនដឹងថាស្រីពៅជាអ្នកស្រីរបស់លោកទេខ្ញុំមិនបានទទួលស្គាល់ភាពឧត្តមរបស់លោកសូមមេត្តាទុកគ្រួសារស្កតផងលោកចង់បានការលើកលែងទោសពីខ្ញុំបាទបើដូច្នេះរៀបការជាមួយនាងទៅ ប៉ាខ្ញុំមិនព្រមរៀបការជាមួយគាត់ទេ គ្រួសារស្កតនៃក្រុងនីងជាអាជីវកម្មចំនួនទី2នោះគឺជាការជ្រើសរើសល្អសម្រាប់អ្នកហើយ ខ្ញុំមិនព្រមរៀបការជាមួយគាត់ទេខ្ញុំចង់ស្លាប់ជាង ស្រីលក្ខសូមអរគុណដែលបានជួយសង្គ្រោះខ្ញុំ ខ្ញុំមិនធ្វើអ្វីដោយឥតគិតថ្លៃទេ តើលក្ខខណ្ឌរបស់អ្នកជាអ្វី ចំណាយពេលមួយថ្ងៃជាមួយខ្ញុំ ទីបំផុតក៏មិនអាចរត់គេចបានដែរតើគាត់មានចំណង់ចំណូលចិត្តចម្លែកខ្លះគាត់ថែមទាំងអាចទ្រាំនឹងខ្ញុំក្នុងស្ថានភាពនេះបានទេ ឲ្យនាងគិតអ្វីតាមដែលនាងចង់ អូត្រូវហើយគ្រួសារស្កតនៃទីក្រុងនីងផ្ទៃខាងក្រោយគ្រួសារអ្នកមាននឹងមិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកទេប្រយោគនោះតើអ្នកដឹងដោយរបៀបណា ថាប់ខ្ញុំមួយដងប្រហែលជាខ្ញុំនឹងប្រាប់អ្នក ដូច្នេះគាត់ពិតជាមានចំណង់ចំណូលចិត្តចម្លែកមែន មើលនាងញាប់ញ័រនឹងគិតច្រើនពិតជាគួរឲ្យអស់សំណើចណាស់ តើគាត់មិនដឹងទេថាគេស្គាល់គាត់ថាជាអរិយរស់អបគាត់ហើយថាគាត់សុបិនអាក្រក់រហូតដល់បេយប់ប៉ុន្តែសៀវធំបែបនេះមិនអាចដាក់ឧបករណ៍ស្ដាប់លើខ្ញុំទេទុកវាចោលខ្ញុំនឹងរកឃើញដោយខ្លួនឯង ចៅហ្វាយការប្រជុំបានត្រៀមរួចរាល់ហើយតើយើងចាប់ផ្ដើមឥឡូវនេះបានទេចាប់ផ្ដើម តើខ្ញុំត្រូវចូលផងដែរទេតើវានឹងមិនសមរម្យទេបន្ទាប់ពីទាំងអស់នេះវាពាក់ព័ន្ធនឹងអាចកំបាំងក្រុមហ៊ុនរបស់អ្នក សងគុណវិញកញ្ញាក្រានសូមអង្គុយ អង្គុយទីនេះ អញ្ចឹងអង្គុយលើភ្លើខ្ញុំចាប់ផ្ដើមរបាយការណ៍
នេះជាឧបករណ៍ថ្មីរបស់យើងឧបករណ៍ជំនួយការិយាល័យគ្រប់មុខកម្មវិធីការរួមបញ្ចូលគ្នាគ្រប់មុខសុវត្ថិភាពទិន្នន័យត្រូវបានធានា ចាំ model សន្តិសុខនេះមានភាពងាយរងគ្រោះផ្នែកកូដវាអាចត្រូវបានវាយប្រហារបានយ៉ាងងាយដោយមេរោគចាននៅពេលដែលត្រូវបានវាយប្រហារអាចកំបាំងក្រុមហ៊ុននិងត្រូវលេចធ្លាយយេមានរឿងអីកញ្ញាអ្នកអាចមើលឃើញដោយភ្នែកទេភាពងាយរងគ្រោះផ្នែកកូដអ្នកមិនត្រូវការសាកល្បងទេ ការអភិវឌ្ឍប្រព័ន្ធនេះត្រូវបានធ្វើដោយក្រុម FUD អ្នកជំនាញល្អបំផុតតែប៉ុណ្ណោះក្រុមអ្នកជំនាញទាំងអស់គ្នាថាវាល្អឥតខ្ចោះកូនស្រីតូចខ្ញុំយល់ថាអ្នកចង់នៅចំពោះមុខលោក FUD ប៉ុន្តែនេះមិនមែនជាល្បែងទេក៏មិនមែនជាកន្លែងដែលអ្នកអាចរិះគន់ពិតជាមានភាពងាយរងគ្រោះខ្ញុំអាចវាយចូលបានឥឡូវនេះខ្ញុំអាចវាយចូលបានពិតឬនិយាយធំមែនតើធ្វើដូចម្តេចបានមិនអាចទេត្រូវខ្ញុំគិតថានាងគ្រាន់តែនិយាយធំការព្រមានប្រព័ន្ធកំពុងត្រូវបានវាយប្រហារការព្រមានរកឃើញការឈ្លានពានប្រព័ន្ធត្រូវបានវាយប្រហារដោយជោគជ័យអូទេអូយខ្ញុំចូលចិត្តពេកហើយភ្លេចលាក់ខ្លួនរឿងការបញ្ចប់នៃគម្រោងនេះខ្ញុំនឹងទុកឲ្យកញ្ញាក្រាន50លានជំនួយការវិញគូសន្តិសញ្ញាមួយ50លានខ្ញុំទៅតែរករឿង50លានអ្នកពិតជាចាយលុយខ្លាំងណាស់សូមព្រះអង្គមានអាយុយឺនយូរប្រជុំបញ្ចប់ទៅខ្ញុំនឹងចេញទៅឥឡូវនេះចាំកញ្ញាក្រានឬគួរហៅអ្នកថារ៉ានតើអ្នកនិយាយអីខ្ញុំមិនយល់ទេ6ឆ្នាំមុននៅកម្មវិធីប្រកួតសុវត្ថិភាពអ៊ីនធឺណិតសកលអ្នកវាឈ្នះឲ្យក្លាយជាជើងឯក5ឆ្នាំមុនប្រព័ន្ធស្រាវជ្រាវឱសថរបស់ក្រុមក្រានលេចចេញពីកន្លែងណាវាបង្កើនប្រសិទ្ធភាពរបស់ក្រានរហូតដល់ 60% បន្ទាប់មកនាងបានបាត់ខ្លួន5ឆ្នាំក្រោយមកនៅលើវេទិកាបញ្ជាទិញការបញ្ជាទិញដែលមានរយៈពេលយូរទីបំផុតត្រូវបានគេយកទៅវិញហើយបានឆ្លងកាត់ការពិនិត្យដំបូងប៉ុន្មានថ្ងៃក្រោយមកប្រព័ន្ធសន្តិសុខរបស់យួនណងម៉ត្រូវបានគេប្លន់នាងបានទទួលវីដេអូដែលនាងគិតថានឹងបញ្ជាក់ថានាងគ្មានទោសប៉ុន្តែអ្វីដែលនាងមិនដឹងផ្សារហូឡងបានប្រើប្រព័ន្ធសន្តិសុខរបស់ក្រុម FUD នៅទូទាំងពិភពលោកមានតែមនុស្សម្នាក់ទេអាចទម្លុះវាបានរ៉ានខ្ញុំមិនដឹងថាអ្នកកំពុងនិយាយអំពីអ្វីទេរវាងប្រុសស្រីអ្វីដែលសំខាន់បំផុតគឺភាពស្មោះត្រង់កុំភ្លេចអ្វីដែលអ្នកបាននិយាយលក្ខខណ្ឌខ្ញុំអាចដាក់លក្ខខណ្ឌរបស់ខ្ញុំបានចាំមិនមែននៅទីនេះទេនេះល្អទេមែនទេនេះមិនមែនជាគំនិតល្អទេអ្នកខ្លាចអ្វីនេះខ្ញុំជាអ្នកសម្រេចហើយប្រហែលជាមិនមានមនុស្សច្រើនមករៀងរាល់យើងនឹងត្រូវគេឃើញលោកអ្នកបានសុំឲ្យខ្ញុំរៀបចំសំណើគម្រោងនិងការបែងចែកភារកិច្ចក្រុមពួកវានៅទីនេះទាំងអស់ក្រុមនឹងមកដល់ឆាប់នេះខ្ញុំមិនឃើញអ្វីទេពន្លឺភ្លឺខ្លាំងពេកនៅពេលនេះធ្វើឲ្យភ្នែកខ្ញុំងឹតតើមានអ្វីដែលអ្នកត្រូវការទេគ្មានអ្វីទេខ្ញុំនឹងឲ្យក្រុមត្រឡប់មកវិញនៅពេលក្រោយអ្នកទៅមុនទៅអ្នកទើបតែនិយាយថានៅទីនេះយើងកំពុងមានការប្រជុំនៅទីនេះតើមានអ្វីទៀតដូច្នេះកញ្ញាក្រានគិតយ៉ាងណាគំនិតខ្ញុំទៅទីនោះសួស្តីស្រីពៅលោកតារបស់អូនមានជំងឺប្រកាច់ភ្លាមឥឡូវគាត់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អីខ្ញុំទៅដល់ភ្លាមមានរឿងអីលោក FUD លោកតារបស់ខ្ញុំមានជំងឺប្រកាច់ខ្ញុំត្រូវតែទៅផ្ទះវិញចាំខ្ញុំបើកឡានជូនទេគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសំខាន់បើលោកចាក់ចេញឥឡូវការងារថ្ងៃនេះនឹងខាតខ្ញុំនឹងទូរស័ព្ទប្រាប់លោកបើមានអ្វីកុំបារម្ភ
ជំនួយការវិនសូមនាំកញ្ញាក្រានចេញទៅបាទលោក អូខេជីតាណែណាតើអ្នកទាំងអស់គ្នាបាននិយាយអ្វីទៅកាន់គាត់តែបណ្ដាលឲ្យគាត់ប្រកាច់ស្រីពើឯងឈួតហើយទៅចោលអញបាក់ជួយផងស្រីពើលែងភ្លាមឯងធ្វើអី ស្រីពើអញចង់ធ្វើអី ប្រាប់ខ្ញុំមកថាជីតាណែណា អញ្ចឹងខ្ញុំនឹងប្រាប់គ្រាន់តែគុំធ្វើបាបស្រីលាក់ជីតាគាត់សុខសប្បាយទេទើបតែត្រូវបានបញ្ជូនទៅក្រុមក្រានមន្ទីរពេទ្យឯកជនសាំងលីយីសុំទោសតើលោកចាស់ក្រានណែណាបន្ទប់ណាលោកចាស់ក្រានត្រូវបានបដូរចេញតែ10នាទីមុននេះទេអីមន្ទីរពេទ្យណាលោកក្រានបានចាត់គេឲ្យទៅយកគាត់ខ្ញុំមិនដឹងលំអិតទេតារាស្រីពើខ្ញុំនៅមន្ទីរពេទ្យរងចាំអ្នកនៅបន្ទប់560 អូខេខ្ញុំទៅតែនឹងទៅរកអ្នកដែរតើលោកតាណែណា ស្រីពើលោកចាស់តើគាត់បានឲ្យអ្នកខ្សែថ្មីយ៉ាតអ្នកស្នងទេ លោកតាប្រាប់ខ្ញុំកុំឲ្យប្រាប់អ្នកណាម្នាក់គាត់ដឹងដូចម្ដេច អញ្ចឹងគាត់ពិតជាឲ្យវាទៅអ្នកមែនប្រគល់ខ្សែមកចុះហត្ថលេខាស្ម័គ្រចិត្តលើកិច្ចសន្យាលះបង់សិទ្ធិទទួល100បើមិនអញ្ចឹងទេអ្នកនឹងមិនបានឃើញលោកតារបស់អ្នកទៀតឡើយ អញ្ចឹងអ្នកប្រញាប់រៀបការឲ្យខ្ញុំជាមួយពិសិដ្ឋព្រោះខ្លាចខ្ញុំប្រជែងយកមរតកពីក្រុមក្រាន អ្នកជាក្មេងល្អអ្នកមិនចង់ឃើញលោកតារបស់អ្នកមានជំងឺដាច់សរសៃឈាមម្ដងទៀតទេ កុំហ៊ានប៉ះគាត់ អញ្ចឹងគ្រាន់តែធ្វើជាក្មេងល្អហើយស្ដាប់បង្គាប់ចុះហត្ថលេខា ខ្ញុំមិនចោះហត្ថលេខាទេ បញ្ឈប់នាងកាន់ដៃគាត់ចុចស្នាមមេដៃគាត់ហើយចុះកុងត្រានេះមិនមែនជានីតិវិធីត្រឹមត្រូវទេឈួតឥឡូវនាងនៅជាមួយ Sterling អ្នកគិតថាម៉េចអ្នកនៅតែរំពឹងលោកចាស់ក្រានឲ្យមរតកដល់អ្នកប្រញាប់ឡើងហេតុអ្វីគាត់អ្នកណា Sterling ហេលោក Ford ស្រីពើប្រាប់ខ្ញុំថាលោកចាស់ក្រានឈឺខ្ញុំនៅជាន់ក្រោមមន្ទីរពេទ្យស្រីពើណែណាយើងត្រូវធ្វើអ្វីដាស់នាងឡើងលោក Ford យើងនឹងទៅដល់ភ្លាមលោក Ford សូមឲ្យខ្ញុំស្រីពើជាមនុស្សម្នាក់ដែលសំខាន់បំផុតសម្រាប់ខ្ញុំសង្ឃឹមថាពេលខ្ញុំទៅឆ្ងាយលោកក្រានអាចថែរក្សានាងជំនួសខ្ញុំបានបាទទុកឲ្យនាងស្នាក់នៅជាមួយខ្ញុំ2-3ថ្ងៃសិនពេលនាងធូរស្រាលហើយខ្ញុំនឹងនាំនាងត្រឡប់មកវិញដោយខ្លួនឯងអញ្ចឹងខ្ញុំមិនអីទេចាប់ពីពេលនេះទៅកុំធ្វើសកម្មភាពតែម្នាក់ឯងយល់ទេ ខ្ញុំមិនដែលស្មានថាពួកគេនឹងខូខើដល់ម្លេះទេលោកតាយ៉ាងម៉េចខ្លះ លោកចាស់ក្រានមានសុវត្ថិភាពសម្រាប់ពេលនេះខ្ញុំនឹងរកវិធីខ្ញុំនឹងដកគាត់ចេញ វាហាក់ដូចជាខ្ញុំមិនអាចរងចាំបានទៀតទេលោក Ford តើលោកអាចជួយខ្ញុំម្ដងទៀតបានទេបានលេខណាក៏បានប៉ុន្តែអ្នកនឹងត្រូវចុះកិច្ចសន្យារយៈពេលវែង Sterling តើអ្នកពិតជាយកចិត្តទុកដាក់ចំពោះស្រីពើដល់ម្លេះទេ បើលោកកុមារនៃគ្រួសារប្រដឹងថាយើងបានប្រព្រឹត្តចំពោះស្រីពើមិនល្អខ្ញុំខ្លាចគាត់នឹងវាយប្រហារពួកក្រាន
វាហាក់ដូចជាដល់ពេលដើម្បីរៀបចំពិធីជប់លៀងស្វាគមន៍នាងវិញដើម្បីប្រកាសជាផ្លូវការដល់ពិភពលោកថានាងគឺជាកញ្ញាក្រានច្បងប៉ុន្តែលោកតានៅឈឺនៅឡើយខ្ញុំខ្លាចគាត់មិនអាចចូលរួមបានតើវាមិនសមរម្យទេអូយខ្ញុំមិនអាចអនុញ្ញាតឲ្យស្រីពើវិលត្រឡប់មកគ្រួសារក្រានដោយចំលោកហ្វាត់លោកក្រានខ្ញុំហៅថាលោកចង់រៀបចំពិធីជប់លៀងស្វាគមន៍ស្រីពើក្នុងនាមជាគូស្នេហ៍របស់នាងខ្ញុំចង់ចូលរួមរៀបចំជាមួយពួកក្រានតើលោកយល់យ៉ាងណា Sterling ពិតជាយកចិត្តទុកដាក់ចំពោះស្រីពើខ្លាំងណាស់ល្អណាស់3ថ្ងៃទៀតថ្ងៃទី18ជាថ្ងៃល្អចូលយើងជ្រើសរើសថ្ងៃនោះល្អស្រីពើខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកចូលក្នុងគ្រួសារក្រានឡើយខ្ញុំនឹងបំផ្លាញអ្នកហើយអ្វីបានជាអ្នកទាំងអស់គ្នានៅទីនេះសម្រាប់ពិធីជប់លៀងត្រឡប់មកផ្ទះបក្សីតូចមួយទីជនបទត្រូវតែមានសំណាងមិនគួរឲ្យជឿដើម្បីធ្វើឲ្យ Sterling ចាប់អារម្មណ៍ស្រីនាងអ្នកគួរតែប្រយ័ត្នពីពេលនេះទៅស្រីពើគឺខូខើពីមុននាងមិនហ៊ានវាអ្នកទេប៉ុន្តែឥឡូវនាងមាន Sterling នៅខាងក្រោយអ្នកណាដឹងថានាងនឹងលេងល្បិចអ្វីខ្លះ Sterling មិនចូលចិត្តនាងសោះគាត់មានស្នេហាដំបូងនៅក្នុងចិត្ត6 ឆ្នាំមុនគាត់បានជួបនាងនៅការប្រកួតសន្តិសុខតាមអ៊ីនធឺណិតគាត់បានស្វែងរកនាងអស់រយៈពេល6 ឆ្នាំពិតមែនដូច្នេះគឺស្រីពើពីដើមដល់ចប់នាងបានលេងល្បិច Sterling ច្បាស់ជាមិនដឹងអំពីអតីតកាលខ្មៅងឹតរបស់នាងខ្ញុំនឹងប្រាប់ Sterling ឥឡូវនេះស្រីនាងសួស្តី Sterling តើអ្នកចាំខ្ញុំទេសូមឲ្យខ្ញុំណែនាំខ្លួនឯងម្ដងទៀតខ្ញុំគឺស្រីនាង Sinclair នៃគ្រួសារ Sinclair លោក Sterling ខ្ញុំសូមព្រមានអ្នកដោយសប្បុរសថាស្រីពើគឺជាឧក្រិដ្ឋជនដែលត្រូវបានប្រន្ទាទោសនាងត្រូវបានកាត់ទោសពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មពីក្រុមក្រាននាងបម្រើការក្នុងពន្ធនាគាររយៈពេល5 ឆ្នាំនាងក៏បានសរសេរសម្បត្តិមានខ្លឹមសារផ្លូវភេទទៅកាន់ប្អូនប្រុសរបស់ខ្ញុំសុវណ្ណកុំឲ្យនាងបញ្ឆោតអ្នកនាងធ្លាប់តាមចាប់បងប្រុសរបស់អ្នកមែនហើយប៉ុន្តែបងប្រុសរបស់ខ្ញុំមិនដែលចូលចិត្តនាងទេបងប្រុសរបស់ខ្ញុំចូលចិត្តស្រីលក្ខអញ្ចឹងបងប្រុសរបស់អ្នកមានរសជាតិអន់ណាស់ស្រីពើស្ត្រីដូចអ្នកជាអតីតបណ្ឌិតមិនស័ក្តិសមនឹង Sterling តតែសោះគ្រួសារក្រានមានតែស្រីលក្ខទេដែលស័ក្តិសមក្នុងការធ្វើជាកញ្ញាក្រានច្បង Sterling ហេតុអ្វីមានឆ្កែប្រុសស្រីពើអ្នកប្រយ័ត្ននៅរបៀបរបស់អ្នកជាមួយអ្នកចំនួនឆ្នាំជាច្រើននិងគ្រួសារអភិជននៅជុំវិញការខឹងធ្វើឲ្យអ្នកមើលទៅថោកទាបឥឡូវសូមស្វាគមន៍តារានៃព្រឹត្តិការណ៍ថ្ងៃនេះលោកតារាក្រាននិងកញ្ញាស្រីពើក្រានឡើងលើឆាកសូមអរគុណអ្នកទាំងអស់គ្នាដែលបានលះបង់ពេលវេលាចេញពីការវិភាគដ៏មីញឹករបស់អ្នកមកចូលរួមពិធីជប់លៀងស្វាគមន៍ត្រឡប់មកផ្ទះនេះវាជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំក្នុងការណែនាំដោយមោទនភាពកូនស្រីរបស់ខ្ញុំកូនស្រីច្បងនៃគ្រួសារក្រានស្រីពើក្រានឥឡូវនេះសូមស្វាគមន៍តារានៃព្រឹត្តិការណ៍ថ្ងៃនេះលោកតារាក្រាននិងកញ្ញាស្រីពើក្រានឡើងលើឆាកថ្ងៃនេះខ្ញុំចង់អរគុណអ្នកទាំងអស់គ្នាដែលបានលះបង់ពេលវេលាដ៏មីញឹកដើម្បីចូលរួមក្នុងពិធីជប់លៀងស្វាគមន៍ផ្ទះនេះខ្ញុំមានកិត្តិយសក្នុងការណែនាំជាផ្លូវការកូនស្រីរបស់ខ្ញុំកូនស្រីច្បងនៃគ្រួសារក្រានស្រីពើឥឡូវនេះសូមឲ្យគ្រួសារខ្ញុំនិយាយពាក្យពីរម៉ាត់ស្រីពើម៉ាក់ទីបំផុតរកឃើញកូនហើយស្វាគមន៍មកផ្ទះវិញស្រីពើស្វាគមន៍មកផ្ទះវិញបងប្រុសនឹងការពារអូនជានិច្ចស្រីពើទោះបីជា5 ឆ្នាំមុនអូនបានចូលគុកដោយសារលួចអាថ៌កំបាំងក្រុមហ៊ុនបងក៏នៅតែស្រឡាញ់អូនដដែលបងនឹងឲ្យអូននៅអ្វីទាំងអស់អ្វីក៏ដោយដែលអូនចង់បានបងមិនប្រជែងជាមួយអូនទេតារាប់ណាអូនអនុញ្ញាតឲ្យបងនៅក្នុងគ្រួសារក្រានស្រីលក្ខគួរឲ្យអាណិតណាស់នាងក៏ជាជនរងគ្រោះដែរមែនហើយកញ្ញាស្រីលក្ខចិត្តល្អពេកស្អាតហើយចិត្តល្អបើអ្នកសួរខ្ញុំស្រីលក្ខដូចជាកូនស្រីច្បងនៃគ្រួសារក្រានជាងចុងក្រោយសូមឲ្យតារារបស់យើងកញ្ញាស្រីពើនិយាយពាក្យពីរម៉ាត់ជាដំបូងការដែលអាចត្រឡប់មកគ្រួសារក្រានវិញខ្ញុំពិតជាដឹងគុណណាស់ខ្ញុំក៏ស្រឡាញ់សមាជិកគ្រួសារទាំងអស់ដែរសូមអរគុណអ្នកទាំងអស់គ្នាទី2ខ្ញុំចង់ប្រកាសជាផ្លូវការថាខ្ញុំនឹងកាន់កាប់ក្រុមក្រានសូមអ្នកទាំងអស់គ្នាមើលនេះជារបស់ដែលតាឲ្យខ្ញុំវាតំណាងឲ្យក្រុមក្រាន
ខ្សែខ្មៅពណ៌បៃតងរបស់អ្នកមានអំណាចអព្រះឲ្យស្រីពៅកំពុងឡើងជាសៀវនៃក្រុមក្រាន សៀវវ័យក្មេងរបស់ក្រុមក្រានតើនាងអាចធ្វើបានទេស្រីពៅឯងនិយាយអីឥតប្រយោជន៍អ្នកណាអនុញ្ញាតឲ្យឯងមកនៅទីនេះហើយប្រកាសថាឯងជាអ្នកស្នង ឥឡូវខ្ញុំក៏ចង់ប្រកាសអ្វីមួយឲ្យគ្រប់គ្នាដឹងដែរគឺកាលពី5ឆ្នាំមុនការលួចរបស់ក្រុមក្រានអាចកំបាំងពាណិជ្ជកម្មការពិតអីគ្រប់គ្នាសូមមើលស្រីលក្ខឯង មិនអាចទេខ្ញុំច្បាស់ជាបិទកាមេរ៉ាហើយអ្នកដែលលួចអាចកំបាំងក្រុមហ៊ុនពិតជាស្រីលក្ខដូច្នេះស្រីពៅត្រូវគេដាក់អន្ទាក់ឲ្យបញ្ជូនទៅគុកគឺស្រីលក្ខទេដែលគួរនៅគុកទេវាទាំងអស់คล้ายកុំប្រញាប់នៅមានទៀតគ្រប់គ្នាសូមស្ដាប់ការថតនេះខ្ញុំស្រីលក្ខសន្យាថាចាប់ពីពេលនេះទៅខ្ញុំនឹងមិនរំខានស្រីពៅទៀតទេបើខ្ញុំក្បត់ពាក្យសន្យានេះអនុញ្ញាតឲ្យស្រីពៅបង្ហាញការលួចរបស់ខ្ញុំពីនាងប្រព័ន្ធមន្ទីរពិសោធន៍របស់ក្រុមក្រាននិងកិត្តិយសនៃការបង្កើតវាឲ្យគ្រប់គ្នាដឹងសូមឲ្យខ្ញុំត្រូវបានគ្រប់គ្នាបោះបង់និងរស់នៅក្នុងជីវិតដ៏វេទនាអីប្រព័ន្ធរបស់ក្រុមក្រានត្រូវបានបង្កើតដោយស្រីពៅអោព្រះជួយស្រីពៅអស្ចារ្យណាស់គ្រប់គ្នាសូមមើលកិច្ចសន្យានេះគ្រប់គ្នាឲ្យសូមមើលកិច្ចសន្យានេះបន្ទាប់ពីឆ្នាំថ្មីចេញលក់ខ្ញុំចង់បានប្រាក់ចំណេញ 70% ពីការលក់គ្រប់ប៉ុស្តិ៍រហូតដល់ឈប់ផលិតសូមរកមេធាវីដើម្បីព្រៀងកិច្ចសន្យាចែករំលែកប្រាក់ចំណេញនេះខ្ញុំការអភិវឌ្ឍឆ្នាំថ្មីពីររបស់ក្រុមក្រានខ្ញុំបានចូលរួមទាំងពីរចំណែកខ្ញុំគឺ 70% ស្រីពៅឯងនិយាយរឿងអីមិនសមហេតុសមផលคล้ายសុទ្ធតែคล้ายហើយខ្សែឃុំពីទូនៅក្នុងដៃគាត់ក៏คล้ายដែរប្រញាប់បិទអេក្រង់ធំនោះឥឡូវនេះខ្ញុំចង់មើលថាអ្នកណាហ៊ានខ្ញុំទេដែលឲ្យនាងនៅខ្សែឃុំពីទូនោះអ្នកណាថាខ្សែคล้ายតាខ្ញុំឲ្យស្រីពើដោយខ្លួនឯងតាពិធីស្វាគមន៍ចៅស្រីរបស់ខ្ញុំច្បាស់ជាត្រូវចូលរួមនិមិត្តសញ្ញាអំណាចរបស់ក្រុមក្រានខ្សែឃឹមពីទូខ្ញុំបានឲ្យវាទៅចៅស្រីរបស់ខ្ញុំដោយផ្ទាល់ស្រីពើចាប់ពីពេលនេះទៅក្រុមក្រានស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាងទាំងស្រុងចុះខ្ញុំវិញយាយហ្វតខ្ញុំចូលរួមយាយហ្វតរបស់កូនប្រសាស្រីនាពេលអនាគតរបស់យើងពិធីស្វាគមន៍ត្រឡប់មកផ្ទះយ៉ាងម៉េចខ្ញុំអាចខកខានវាបានអួយព្រះឲ្យលោកស្រីចាស់ហ្វតក៏មកដែរពូករឿងព្រេងពិតនោះហើយជាអ្នកស្រីពិតប្រាកដស្រីពៅសំណាងណាស់អ្នកអីទេលោកស្រីចាស់ហ្វតទៅតែហើយស្រីពៅថាជាកូនប្រសាស្រីរបស់គាត់នោះហើយមានន័យថាប្រកាសលោកស្រីហ្វតយូរហើយមិនឃើញបំណងប្រាថ្នារបស់ខ្ញុំអាចคล้ายជាការពិតនៅទីបំផុតស្រីលក្ខអ្នកត្រូវបានចាប់ខ្លួនដោយសង្ស័យលួចអាចកំបាំងពាណិជ្ជកម្មការចោទប្រកាន់មិនពិតនិងការក្លែងបន្លំទេម៉ាក់ប៉ាខ្ញុំមិនចង់ទៅគុកទេតារាស្រីលក្ខក្នុងករណីនោះខ្ញុំក៏មានប្រកាសមួយដែរស្រីពៅគឺជាអ្នកដែលខ្ញុំកំពុងរកមកហើយរយៈពេល6ឆ្នាំនាងគឺជាស្នេហាដំបូងរបស់ខ្ញុំស្រីពៅគឺជាអ្នកណែនាំរបស់ខ្ញុំដូច្នេះស្រីលក្ខគឺជាអ្នកក្លែងបន្លំមិនចម្លែកទេដែលនាងមិនចេះសរសេរកូដអ្វីសោះហើយធ្វើឲ្យខ្ញុំសាងសង់ប្រព័ន្ធទាំងមូលឡើងវិញអានឹងអ្នកណែនាំខ្ញុំរកអ្នកគ្រប់កន្លែងណាស់អ្នកណែនាំស្រីពៅរៀបការជាមួយខ្ញុំខ្ញុំព្រម